ทัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះករុណាសូមលំអរលំអរកាយនមស្ការដល់គុណប្រតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាសក្ការៈបូជាដល់ដងឧត្តមសូមនមស្ការដល់ព្រះជាគុណព្រះបណ្ឌិតហុកសវណ្ណដែលមានវត្តមាននៅក្នុងឱកាសនេះនមស្ការដល់ព្រះគ្រូស៊ីវត្ថាដែលជាប្រធានក្រុមប្រឹក្សានៃវត្តព្រះពុទ្ធរាំងសីព្រះគ្រូវិរិយបណ្ឌិតរតមនីដែលជាប្រចៅតកាវត្តព្រះពុទ្ធរាំងសីព្រះមហាធិរានុធិរៈព្រះសង្ឃគ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងឱកាសនៃពិធីបុណ្យដ៏ឱឡារិកព្រះធិកធម្មហើយចម្រើនពរដល់ញោមគណៈកម្មការវត្តញោមអាចារ្យញោមឧបាសកឧបាសិកាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានអញ្ជើញមកក្នុងពិធីបុណ្យព្រះឧបសម្បទាឬក៏បំពេញភិក្ខុនៃសាមណេរសុំខេមរាបច្ចុប្បន្ននេះនៅសាមណេរហើយនឹងធ្វើពិធីបុណ្យឧបសម្បទាឬក៏ឡើងជាភិក្ខុភាវៈនៅថ្ងៃស្អែកដែលមានប្រជាគុណព្រះបណ្ឌិតហុកសវណ្ណជាព្រះឧបជាយាចាបើហើយញាតិញោមពុទ្ធបរិស័ទក៏បានជើញមកប៉ុណ្ណេះច្រើនណាដល់អង្គុយមួយចិត្តកន្លែងស្ដាប់ធម៌ទេសនាទៅដូចឃើញច្រើនដែរបើអញ្ចឹងធម្មវិសេសទេសនានៃខ្ញុំកៅណាអាត្មាភាពលើកយកមេតិកាធម៌សម្ដែងខ្លះសង្ខេបមិនច្រើនដែរដូចជាប្រជាគុណវិរិយបណ្ឌិតព្រះអង្គបានលើកឡើងខ្ញុំកាលណាមិនសូវពិនខាងទេសនាទេបើការទេសនាការសម្ដែងណាមិនសូវជាសម្ដែងមិនសូវពិនប៉ោប្រសពក្នុងការវែកញែកអត្ថាធិប្បាយឬក៏ចេះចាំនៅគាថាបាលីបត្រៃវិដកអីច្រើនទេប៉ុន្តែដោយមានទឹកចិត្តបសេចក្តីជ្រះថ្លាចូលរួមបំពេញបុណ្យហើយដោយសាមគ្គម្ចាស់ដើមបុណ្យណាបើញោមបើបាសិកានារីហើយញោមបើសុំបើបាសិកាសាលីបើមានប្រសាទសទ្ធាជ្រះថ្លារតនានិមន្តបើរតនានិមន្តហ្នឹងគឺដោយការស្គាល់ស្រុកនៅជិតគ្នាវិញចំដល់បើនៅស្រុកជិតគ្នាណាបើកើតនៅវិជងកំពង់លាវអាត្មាភាពនៅកំពង់ដែរកំពង់ស្ពានបើភូមិរស័យស្រុកវត្តវេលវ័នរស័យស្រុកចម្ងាយពីគ្នាប្រហែលជា10គីឡូម៉ែត្រ7ម៉ៃប៉ុណ្្នឹងដែរបើនៅស្រុកជិតគ្នាបើហើយនៅខេត្តបើហើយឃើញញាតិញោមពុទ្ធបរិស័ទនេះក៏ញោមខ្លះនៅភ្នំរាំងចុងភ្នំណាញោមខ្លះនៅតកោបើសិតតែខាងស្រុកបើខេត្តប្រតប៉ាំងព្រមទាំងប្រសង់ញាតិញោមពុទ្ធបរិស័ទមកពីត្រៃលិចហើយខេត្តខ្លាំងបើរួមដំរីអីជាដើមហ្នឹងគឺបានរួមជាមួយនឹងប្រជាគុណប្រសង់មកពីប្រជាជាតិណាចក្រកម្ពុជាហើយប្រសង់នៅក្នុងរដ្ឋបើ Pennsylvania New Jersey នេះជាពិសេសវត្តពុទ្ធរាំងសីបានរៀបចំពិធីបុណ្យបំពោះបើដែលមានសាមណេរសុំខេមករានេះជាហៅថាឧបសម្បទាពេកបើឧបសម្បទាពេកនឹងដូចជាពេកសមណៈអញ្ចឹងបានន័យថាកំពុងតែរៀបចំដើម្បីឈានចូលទៅប្រឡងបើយកសញ្ញាបត្រប៉ុន្តែលោកបានសញ្ញាបត្រផ្នែកខាង Associate Degree វិព្រឹកមិញហ្នឹងណាហើយឥឡូវនេះលោករៀបចំចូលទៅក្នុងឧបសម្បទាពេកមួយទៀតថាពេកខៈបើបាលីថាឧបសម្បទាពេកខៈហ្នឹងបើដើម្បីបំរុងបួសជាភិក្ខុភាវៈបើក្នុងការបួសក្នុងពុទ្ធសាសនាបើនៅក្នុងសហរដ្ឋអាមេរិកមានការបួសជាភិក្ខុក្តីសាមណេរក្តីហ្នឹងមានចំនួនតិចណាស់បើមិនសូវមានទេប៉ុន្តែបើដូចជាប្រជាជាតិណាចក្រកម្ពុជាក្តីនៅកម្ពុជាក្រមក្តីទំនៀមទម្លាប់បួសបព្វជិជាសាមណេរក្តីភិក្ខុក្តីជារៀងរាល់ឆ្នាំបើកម្ពុជាក្រមនិយមបួសនៅខែពិសាខចឹងណាតែខែពិសាខហើយចូលឆ្នាំបើមានបួសសាមណេរ
បួសជាភិក្ខុហើយបួសសាមណេរហ្នឹងគឺកុមារឬក៏យុវជនហ្នឹងនៅវត្តរៀនធម៌មួយឆ្នាំក៏មាន3-4 ខែក៏មានរៀនធម៌ចាំឲ្យស្រេចហើយប្រជាតិការព្រោះវិជាក្តីហ្នឹងគ្រូសូត្រហ្នឹងគឺបង្ហាត់សូត្រឱកាសវន្តាសិល10ឯជាដើមហ្នឹងគឺឲ្យស្ទាត់ណាបានចូលទៅបួសនៅក្នុងរដូវដែលបួសហ្នឹងណាមួយឆ្នាំមានបួសម្ដង2 ដងក៏មាន10 20 30អីចឹងទៅហើយប្រទេសកម្ពុជាមានរាប់រយហើយមិនមែនថាចាប់ភ្លាមបួសជាភ្លាមដែរគេហៅថាបួសភ្លាមហ្នឹងអត់ចេះថតអីហៅថាបំបួសស្វាបាទបំបួសស្វាហ្នឹងគឺថាប្រាប់នៅស្រុកអាមេរិកបំបួសស្វាច្រើនញោមបួសលាដូចថាបួសមុខភ្លើងបួសមុខភ្លើងហ្នឹងអត់ចេះអីទេកូនចៅដែលកើតនៅសហរដ្ឋអាមេរិកហ្នឹងគឺមានឪពុកម្ដាយឬក៏ដូនតាជាដូនតាមរណភាពទៅក៏ទៅបួសនៅក្នុងវត្តបួសនៅក្នុងវត្តទៅក៏បំពោះភ្លាមទៅមួយម៉ាត់អីចឹងទៅប្រាប់តាំងពីនមោតាសៈពុទ្ធាំងឱកាសៈមួយម៉ាត់អីចឹងទៅអាហ្នឹងគឺថាដោយសេចក្តីជ្រះថ្លាចង់បួសដើម្បីតបឬក៏ស្នងសងគុណអីចឹងណាអាហ្នឹងគឺថាប្រាប់មួយម៉ាត់ទៅប៉ុន្តែបើពីដើមប្រពជាពីដើមតែកាលណាសូត្រមិនចេះមិនចាំអញ្ចឹងលោកស្ដីអោយថាណានឹងដូចបួសស្វាអញ្ចឹងណាបំបួសស្វាអញ្ចឹងពិបាកណាសូត្របាលីអត់ត្រឹមត្រូវអញ្ចឹងប៉ុន្តែសម័យឥឡូវនេះដូចជាគុណម្ចាស់សុំខេមរាហ្នឹងគឺមុននឹងបួសការបួសសាមណេរនៅតាំងសង្ឃខាងជើងបានន័យថាលោកបានរៀនថតថតបួសហ្នឹងបានចេះចាំហើយបានបបួសនៅឧបជាលោកក៏មានវត្តមានក្នុងឱកាសនេះដែរតាំងប្រជាទៅការតាំងសង្ឃខាងជើងហើយដល់បួសភិក្ខុហ្នឹងក៏លោកបានហាត់នៅធម៌ដើម្បីបួសឲ្យបានត្រឹមត្រូវដែលមានប្រពជាឬក៏គ្រូសូត្រឧបសម្បទាចារ្យបំបួសនៅក្នុងថ្ងៃស្អែកហើយការបួសនេះញាតិញោមពុទ្ធបរិស័ទបានជ្រាបថាការបួសហ្នឹងគឺមានគុណវិបត្តិផងមានគុណសម្បត្តិផងអញ្ចឹងណាមានគុណសម្បត្តិបានន័យថាបួសទៅគឺមានប្រយោជន៍មានផលមានអានិសង្សហើយដល់គុណវិបត្តិបានថាមានខុសមានមិនត្រឹមត្រូវក៏មានដែរអញ្ចឹងណាដូច្នេះហើយការបួសក្នុងពុទ្ធសាសនាយើងបានបួសបម្រើព្រះពុទ្ធសាសនាវត្តអារាមបានជាក្នុងពាក្យថាបួសមួយម៉ាត់ហ្នឹងភាសាបាលីហៅថាបព្វជិឬក៏បព្វជិតបព្វជិតហ្នឹងប្រែថាអ្នកបួសបព្វជិហ្នឹងគឺបានដល់យើងហៅថាសាមណេរក៏បានបព្វជិតអ្នកបួសប៉ុន្តែអ្នកបួសពាក្យថាបព្វជិតមួយម៉ាត់គេប្រើទូទៅអាចប្រើក្នុងពុទ្ធសាសនាក៏បានប្រើនៅក្នុងគ្រឹះសាសនាក៏ប្រើដែរប៉ុន្តែពាក្យបាលីគឺមានអត្ថន័យថាបព្វជិតនឹងប្រែថាអ្នកដែលលះបង់នៅលះបង់ឬក៏វាចាកនៅបាបអកុសលទាំងឡាយបាបបានន័យថាបពៈហ្នឹងគឺថាថាវាចាកវាធាតហ្នឹងគឺវាចាកលះបង់នៅបាបអាក្រក់ទាំងឡាយហ្នឹងបានហៅថាបព្វជិតឬហៅថាបព្វជាសាមណេរហ្នឹងណាមានន័យចឹងលះបង់នៅអកុសលទាំងឡាយបើមិនតន់លះបង់អកុសលបាបមិនអោយឈ្មោះថាបព្វជិតអ្នកបួសទេនឹងមានន័យចឹងណាហើយដល់បួសជាសាមណេរញាតិញោមពុទ្ធបរិស័ទជ្រាបហើយសាមណេរមួយម៉ាត់ហ្នឹងមកពីសមណេរសៈបច្ចੰជាសមណេរហ្នឹងមានន័យថាជាកូនរបស់សមណៈសាមណេរហ្នឹងប្រែថាជាកូនរបស់សមណៈហើយសមណៈហ្នឹងគឺសំដៅទៅលើដែលលោកដែលបានបដិបត្តិនៅសេចក្តីស្ងប់សមណៈមួយម៉ាត់ហ្នឹងប្រែថាស្ងប់ស្ងប់នៅអំពើបាបស្ងប់នៅនិវរណធម៌ដូចជាយើងប្រើពាក្យថាប្រសង់ទាំងអស់ហ្នឹងហៅថាសមណៈដែរព្រះពុទ្ធជាម្ចាស់ក៏ហៅថាសមណៈដែរសមណៈគោតមព្រះសមណៈគោតមបែរនៅព្រះអង្គស្ងប់រងាប់នៅបាបធម៌ស្ងប់រងាប់នៅនិវរណធម៌ស្ងប់រងាប់នៅកិលេសឧបាទានទាំងអស់ហ្នឹងហៅថាសមណៈពាក្យថាសមណៈញោមណា
ណាសមណាបើឲ្យសំស្ក្រឹតថាស្រមពាក្យថាយើងមិនសូវប្រើពាក្យថាស្រមទេស្រមហ្នឹងសរសេរថាសជាមរោមោណបរិសេធជាងកាយយើងប្រើថាអាស្រមណាប៉ុន្តែសមណាភាសាបាលីស្រមគឺសំស្ក្រឹតបើដូច្នេះហើយការបួសបើនិយាយពីការដល់នៅបើបួសជាសាមណេរហ្នឹងក្នុងពុទ្ធសាសនាគឺត្រូវមានព្រះឧបជាបានបួសបានបើអត់មានព្រះឧបជាគឺមិនអាចបួសបានទេណាបានជាយើងសម័យបុរាណយ៉ាងកាយើងហៅថាបួសមុខភ្លើងបើបួសមុខភ្លើងហ្នឹងដែលអាចារ្យខ្លះបំបួសមុខភ្លើងបើមានសពពេលដែលបូជាសពមានភ្លើងឡើងហ្នឹងគេទៅបំបួសហ្នឹងបំបួសមុខភ្លើងបំបួសឡើងរោងហ្នឹងបើហើយអាចារ្យបំបួសអោយហ្នឹងគឺអត់ត្រឹមត្រូវទេបើអត់ត្រឹមត្រូវអត់ឡើងជាសាមណេរបានទេនៅក្នុងពុទ្ធសាសនាណាបើដូច្នេះបួសឡើងឲ្យត្រឹមត្រូវជាសាមណេរបានហ្នឹងបើតលតែមានព្រះឧបជាបើនៅក្នុងទីចំពោះមុខនៃព្រះពុទ្ធរូបឬក៏ព្រះបដិមាព្រះពុទ្ធបដិមាបើដូច្នេះហើយបើបំបួសដោយភិក្ខុនឹងសុំបើធ្វើកិច្ចវត្តបើសុំការបួសបើស្វាធ្យាយនៅថបួសណាឱកាសៈអហង្ផន្តេបបច្ចੰយាចាមិណាបែរថាឱកាសៈសូមគោរពអហង្រីខ្ញុំបើយាចាមិសុំបបច្ចੰនៅភ្នោះឬក៏នៅការបួសអញ្ចឹងបាលីណាបើដូច្នេះហើយមានធរសូត្រញាតិញោមពុទ្ធបរិស័ទណាបើហើយការស្វាធ្យាយសូត្ររហូតដល់សព្វទុក្ខនិសរណៈនិព្វានណាសច្ចិករណថយៈបើបួសដើម្បីធ្វើឲ្យចាស់ច្បាស់នៅព្រះនិព្វានបើហ្នឹងគឺសត្វតែជាគុណសម្បត្តិប្រយោជន៍នៃការបួសរបស់សាមណេរបើដូច្នេះសាមណេរហ្នឹងគឺបើបួសនៅក្រមបើនៅអធិបតីភាពឬក៏នៃព្រះឧបជាបើព្រះឧបជាហើយព្រះឧបជាហ្នឹងគឺក្នុងព្រះវិន័យគឺតតែបួសភិក្ខុហ្នឹង10ប្រវសាឡើងទៀតបើ10ប្រវសាឡើងប្រធារៈដែលមានបួសជាភិក្ខុហ្នឹង10ប្រវសាឡើងបានអាចចេះដឹងខុសវិន័យធ្វើជាវិជាព្រះឧបជាបានអញ្ចឹងណាបើនឹងនិយាយតាមខុសវិន័យបើយ៉ាងហើយឧបជាហ្នឹងប្រែថាម៉េចញាតិញោមចង់ដឹងដែរមានដឹងថាឧបជាប្រែថាម៉េចដែរណាព្រះឧបជាប្រែថាបដិគុណ60វ៉ាន់មែនណាញាតិញោមអញ្ចឹងលោកជាព្រះឧបជាណាបើដូច្នេះព្រះឧបជាញោមមិនដឹងទេថាប្រែថាបដិគុណព្រះបណ្ឌិតណា60វ៉ាន់ណាព្រះឧបជាភាសាបាលីឧបជាយោបើឧបជាយោណាប្រែថាប្រធិរៈដែលរំពឹងរំពៃនៅទោសបើញាតិញោមបើប្រធិរៈដែលរំពឹងរំពៃនៅទោសតូចនិងទោសធំទៀតបើដូច្នេះហើយសាមណេរហ្នឹងកាលណាបួសបើទី1បានសុំបព្វជិហើយបព្វជិខណ្ឌហើយបើសាមណេរហ្នឹងត្រូវដល់នៅត្រៃស្រណគមទាំង3បើត្រៃស្រណគមទាំង3ញោមដឹងណាបើពេលថ្ងៃមិញអាត្មាទេសនាសួរញោមខាងណោះដែរត្រៃលក្ខគឺអ្វីខ្លះគាត់ថាត្រៃលក្ខគឺត្រៃលោកបើញាតិញោមត្រៃលក្ខគឺត្រៃលោកណាគាត់អញ្ចឹងណាដូច្នេះមិនមែនត្រៃលក្ខមិនមែនត្រៃលោកទេត្រៃលក្ខគឺអនិច្ចំទុក្ខំអនត្តាទាំង3ហ្នឹងហៅថាត្រៃលក្ខហើយដល់ត្រៃលោកគឺសំដៅទៅលើកាមលោករូបលោកនិងអរូបលោកគឺមានន័យច្រើនទៀតណាបើហើយដល់ត្រៃស្រណគមទាំង3គឺញាតិញោមពុទ្ធបរិស័ទជាបាសកបាសិកាហ្នឹងតែងតែសមាទានសិល5សិល8មុននឹងទទួលនៅសិលទាំងឡាយនោះគឺដល់នៅត្រៃស្រណគមបើញាតិញោមជ្រាបណាញោមណាបើញោមរតនាថតទេសនាហ្នឹងបើពីរោះសន្តនបានសរសើរណាបើសំឡេងពីរោះណាព្រមគីតេណាប្រែថាព្រមគីតេណាគីតេហ្នឹងប្រែថាសំឡេងច្រៀងរបស់ព្រំបាទបើណារតនាព្រំហ្នឹងយើងថាថាបទព្រមគិតហ្នឹងមកអំពីបាលីថាព្រមគីតេហ្នឹងប្រែថាចម្រៀងដល់អញ្ចឹងញោមវតីចេះទាំងរតនាចេះទាំងច្រៀងទៀតបានទាំងពីរណាបើចេះតែរំចេះរំទៀតតាមមើលចេះរំទៀតណាបើចេះទាំងរតនាចេះទាំងស្មូតបើចេះទាំងច្រៀងចេះទាំងរំទៀតបើប៉កែបើខាងភ្លេងបើអញ្ចឹងណាបើដូច្នេះហើយចង់បញ្ជាក់ថា
เพียบថាត្រៃស្រណគមហ្នឹងគឺដល់នៅស្រណៈ3ជាទីពឹងទីរលឹកញាតិញោមជ្រាបណាគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកទាំង3ហ្នឹងហៅថាត្រៃស្រណគមបើមុននឹងស្វាធ្យាយទទួលនៅសិលដូចជាសាមណេរបើបួសជាសាមណេរហ្នឹងត្រូវដល់ស្រណគមទាំង3ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកគឺឈប់ជឿនៅជំនឿបើផ្សេងដតីអំពីព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រោះដល់នៅគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកឲ្យឈប់ជឿនៅព្រះអាទិទេពបើឬក៏សាស្តាដតីដែលក្រៅអំពីបរតនត្រ័យញាតិញោមជ្រាបទេកន្លែងហ្នឹងណាបើឈប់ជឿបើអាទិទេពផ្សេង God ដតីអត់ទេឈប់ជឿតែកាលណាយើងជឿ God ដតីហ្នឹងសៅមងនៅក្នុងត្រៃស្រណគមសាមណេរក៏អញ្ចឹងដែរណាសាមណេរក្នុងពុទ្ធសាសនាបើអ្នកបួសក្នុងពុទ្ធសាសនាតែកាលណាជឿអីផ្ដេសផ្ដាស់ក្រៅអំពីពុទ្ធពធម៌ប្រសង្ឃហ្នឹងគឺសៅមងបើសៅមងហើយឬអាចដាច់ត្រៃស្រណគមណាបើដូច្នេះហើយសាមណេរអ្នកបួសក្នុងពុទ្ធសាសនាហ្នឹងបានទទួលនៅត្រៃស្រណគមហើយនឹងទទួលនៅសិក្ខាបទបើមានសិក្ខាបទ10តាំងពីបាណារហូតដល់ជាតិរូបបរិច្ចតបដិគឺសិល10នឹងសាមណេរហើយនឹងមានសិក្ខយវត្តបើសិក្ខយវត្តសម្រាប់បដិបត្តិបើតនកម្ម10នាសនង្កបទអីយើងបើគឺថាមានការបដិបត្តិជាបន្តទៀតបើសាមណេរហ្នឹងគឺបួសបើញាតិញោមខ្លាំងបើថាបួសអាយុប្រមាណទៅណាបើដូច្នេះសាមណេរហ្នឹងគឺត្រឹមបើនិយាយទៅអាយុ6 ឆ្នាំអីហ្នឹងជួនកាលថាអាចកាន់ដុំឥដ្ឋដើម្បីចូលក្អែកបង្ហើបានហ្នឹងអាចបួសបានកុមារណាបើអាចបង្ហើហ្នឹងអាចបួសជាសាមណេរបានប៉ុន្តែពីដើមសម័យពុទ្ធកាលហ្នឹងគឺអាយុ7ច្រើនអាយុ7ឆ្នាំទៅញាតិញោមពុទ្ធបរិស័ទមានដឹងថាកុមារណាឬក៏បុរសណាដែលបួសសាមណេរមុនគេទេបើញាតិញោមមានជ្រាបទេបើមានជ្រាបទេបើដែលបួសជាសាមណេរមុនគេណាបើគឺថាមានព្រះរាហុលកុមារដែលលោកបានបួសជាសាមណេរអាត្មាភាពក៏លើកឡើងប៉ុណ្ណេះនេះដូច្នេះហើយការត្រួតត្រងនៃសិក្ខាបទសិលរបស់សាមណេរដើម្បីបំពេញបានប្រយោជន៍នៃការបដិបត្តិនៅធម៌វិន័យសិលសិក្ខាបន្តទៀតបើអាយុបើ20ឆ្នាំបើគ្រប់បរិបូរណ៍បើគ្រប់បរិបូរណ៍ទៅណាបើថាខ្វះគឺមិនអាចបួសសាមណេរបានដែរហើយបើកម្ពុជាក្រមភាគច្រើនអាយុ21ណាព្រោះអាយុ21គ្រប់បរិបូរណ៍បានបួសបើអញ្ចឹងណាដូច្នេះហើយបើបួសជាភិក្ខុឡើងបានពេញបរិបូរណ៍បើមិនគ្រប់តែមិនអាចឡើងជាភិក្ខុបានទៀតហៅថាឧបសម្បទាដូចជាលោកម្ចាស់បានថាបំពេញបុណ្យឧបសម្បទាឬក៏បុណ្យបំពេញភិក្ខុញោមណាឧបសម្បទាហ្នឹងគឺការដល់ព្រមបើបំពេញជាភិក្ខុបើសាមណេរឡើងជាភិក្ខុបើដែលមានព្រះឧបជាហើយដោយការសូត្រញត្តិចតុកម្មវិជ្ជាឲ្យឡើងទៅជាភិក្ខុបើដូច្នេះហើយមានព្រះឧបជាមានឧបសម្បទាចារគឺគ្រូសូត្រទាំង2អង្គបើឧបសម្បទាចារគ្រូសូត្រទាំង2អង្គបើសូត្របើញត្តិបើសូត្រញត្តិទៀតបើមិនខុសគ្នាពីការសម័យពុទ្ធកាលគឺព្រះអរហន្តទាំងឡាយដែលលោកមានឧបនិស្ស័យហ្នឹងគឺមិនចាំបាច់មានសូត្រញត្តិចតុថកម្មវិជ្ជាទេបើដូចជាបទសូត្រណាទៅមេផន្តិជាដើមណាគឺព្រះអរហន្តទាំងឡាយការដែលលោកមិនតាន់បានជាអរិយបុគ្គលនោះប៉ុន្តែលោកមាននិស្ស័យបើអានិសង្ឃដែលលោកបានកសាងបារមីអស់កັບការរួចហើយដូចជាព្រះសារីបុត្រព្រះមុគលានព្រះអញ្ញាកណញ្ញៈជាដើមហ្នឹងគឺព្រះអរហន្តពធារៈទាំងឡាយនោះគឺអត់ចាំបាច់មានព្រះឧបជាទេបើគឺលោកមាននិស្ស័យដ៏ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានដឹងនៅឧបនិស្ស័យគឺបុរសទាំងឡាយនោះនៅឧទាហរណ៍ថាដូចជាព្រះសារីបុត្រព្រះមុគលានកាលនៅជាក្រហមអញ្ចឹងបើលោកបើបានមានសេចក្តីជ្រះថ្លាមកថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធហើយព្រះសម្មាសម្ពុទ្ធព្រះអង្គមានព្រះពុទ្ធដីកាទៅអេហេភិក្ខុបើអេហេភិក្ខុហ្នឹងគឺមានន័យថា
ចូលសម្រេចមកជាភិក្ខុតែម្ដងបើជាពោត្រៃយវរកើតឡើងឯងសក់ហ្នឹងក៏ឯងដូចជាប្រធារៈដែលបួសឲ្យ100ប្រវសាអញ្ចឹងឃើញណាបើប៉ុន្តែដល់ក្រោយមកបើគឺថានិស្ស័យរបស់បើនិយាយទៅរបស់បុគ្គលដែលមិនអាចណាបានដល់នៅជាភិក្ខុហ្នឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យមានការបួសបើមានព្រះឧបជាបើហើយមានសូត្រញត្តិចតុតកម្មវាចាបើរហូតដល់បច្ចុប្បន្នកាលនេះបើហើយមានភិក្ខុសង្ឃកុងហត្ថបាសបើមានភិក្ខុសង្ឃកុងហត្ថបាសបើចាប់ពី5អង្គឬក៏21អង្គឡើងទៅបើនៅក្នុងបតសីមាបើដូច្នេះហើយការបួសជាសាមណេរឡើងជាភិក្ខុហ្នឹងគឺសិលបើនិយាយពីសិលហ្នឹងខុសគ្នាញាមណាបើសិលខុសគ្នាបានជាលោកថាកាលណាលោកបួសជាភិក្ខុហើយនឹងខំប្រឹងប្រែងប្រតិបត្តិធម៌វិន័យឲ្យបានប្រសើរក្រំបើជាងសាមណេរអញ្ចឹងណាបើដូច្នេះបួសភិក្ខុហ្នឹងគឺអំរែកមួយបើធម៌វិន័យសិក្ខាបទបើ227ប្រការប៉ុន្តែសិលមានតែ4ទេភិក្ខុបើសាមណេរមានសិល10ព្រះភិក្ខុហ្នឹងមានតែសិល4ទេបើបរិមោក្ខសង្វរសិលបើបានន័យថាការសម្រួមនៅភិក្ខុបរិមោក្ខបើដែលមានសិក្ខាបទបើ227មិនតិចទេញោមណាអាត្មាមិនបាច់រៀបរាប់ទេញោមណាហើយញោមចង់ដឹងចាំសួរប្តីជាគុណស្អែកដែលគុណណាទុកឱកាសសួរបើណាសម្រួមក្នុងបរិមោក្ខបើសិក្ខាបទបើក្នុងនោះមានបរាជិក4សង្ឃាទិសេស13អនុយតៈ2និសកិយៈ30សុទ្ធិបច្ចតិយៈជាដើមរហូតដល់សិក្ខយវត្ត75អធិការណសមថា7រួមទៅគឺសិក្ខាបទរបស់ភិក្ខុនឹងមាន227ទៀតដើម្បីទ្រទ្រង់នៅធម៌វិន័យក្នុងពុទ្ធសាសនាបើទី2បើឥន្ទ្រីយសង្វរសិលសម្រួមនៅក្នុងឥន្ទ្រីទាំង6បើមានចក្ខុន្ទ្រីសោតន្ទ្រីឃានន្ទ្រីជីវហន្ទ្រីកាយន្ទ្រីមនន្ទ្រីបើសម្រួមនៅក្នុងឥន្ទ្រីបើឥន្ទ្រីគឺប្រែថាម៉េចញោមឥន្ទ្រីបើប្រែថាសត្វឥន្ទ្រីឬក៏ប្រែថាម៉េចញោមបើឥន្ទ្រីនឹងប្រែថាសភាវៈជាធំបើវាធំនៅក្នុងខ្លួនយើងហ្នឹងណាចក្ខុន្ទ្រីគឺវាធំនៅក្នុងផ្នែកញាតិញោមមានផ្នែកហ្នឹងគឺធំមួយម្ចាស់វាមួយបើយើងផ្នែកមើលបានទេអត់មានផ្នែកមើលអត់បានទេបើសោតន្ទ្រីគឺធំនៅក្នុងការស្ដាប់គឺត្រជាបើឃានន្ទ្រីធំនៅក្នុងច្រមុះបើជីវហន្ទ្រីបើធំនៅក្នុងអណ្ដាតបើកាយន្ទ្រីធំនៅក្នុងកាយមនន្ទ្រីគឺធំនៅក្នុងផ្លូវចិត្តបើដូច្នេះហើយឥន្ទ្រីដែលធំនឹងហើយចេះតែធំប៉ុន្តែបើអត់មានការរវាងប្រយ័ត្នបើគ្រប់គ្រងកុងត្រូលវាទេគឺវាខ្លាំងយល់មែនណាបើឥន្ទ្រីទាំង6ហ្នឹងធ្វើឲ្យសង្គមហ្នឹងគឺរីករាយធ្វើសង្គមហ្នឹងចម្រុងចម្រើនបើឥន្ទ្រីទាំង6ហ្នឹងគឺធ្វើឲ្យសង្គមពិភពលោកហ្នឹងវិនាសក្លាប់ចាស់បានទៀតបើអត់មានធម៌សម្រួមញោមណាបើអត់មានធម៌ដើម្បីគ្រប់គ្រងឲ្យបានល្អទេដូច្នេះបានជាព្រះសម្មាសម្ពុទ្ធហ្នឹងគឺឲ្យភិក្ខុទាំងឡាយហ្នឹងសម្រួមនៅក្នុងឥន្ទ្រីទាំង6បើបច្ច័យសន្និសិទ្ធសិលគឺសម្រួមនៅក្នុងបើសិលការរក្សានៅសិលដើម្បីពិចារណានៅបច្ច័យទាំងឡាយ4បើចេវរៈបច្ច័យបណ្ឌបាតបច្ច័យសេនាសនៈបច្ច័យគិលានភេសជ្ជៈបច្ច័យបើបច្ច័យទាំងឡាយ4នេះដែលភិក្ខុសាមណេរបើត្រួតត្រងហើយពិចារណាបើមិនមែនចេះតែបរិភោគមិនមែនចេះតែប្រើប្រាស់ទេញាតិញោមណាមានន័យថាបើសាមណេរក្តីភិក្ខុក្តីដែលទទួលចង្ហាន់មហូបអាហារនំណែកចំណីចំណុកពីក្រហមពុទ្ធបរិស័ទដែលបានប្រគេនមកមិនមែនចេះតែទទួលដោយមិនចេះការបើពិចារណានៅសិលរបស់ខ្លួនទេបើបានជាបើនៅកម្ពុជាក្រមបើលោកបានលោកស្ដាយថាអត់បានបួសនៅកម្ពុជាក្រមណាបើនៅកម្ពុជាក្រមហ្នឹងគឺសាមណេរបើកាលណាបួសទៅបើមិនតាន់ចេះយថាមិនតាន់ចេះសពាមិនតាន់ចេះបរិសង្ឃអញ្ញៈអីគឺភាគច្រើនញោមបើញោមប្រុសញោមស្រីណាធ្វើចង្ហាន់រាល់ថ្ងៃបើមកស្រាក់ហ្នឹងយកទៅប្រគេនលោកកូនណាទៅប្រគេនសាមណេរអញ្ចឹងណាដើម្បីជាងការទៅប្រគេនមួយអាទិត្យណាជាងការលើសពីមួយអាទិត្យទៀត
ដោយយល់ឃើញថាការពារថាលោកដែលទៅបួសថ្មីហ្នឹងអត់តន់ចេះថអីនៅមិនតន់ចេះយថាអជ្ជះបរិសង្ឃពិចារណាណាហើយចេះតែឆាន់ចង្ហាន់គេទៅវាជាប់បំណុលឬក៏បាបដូច្នេះខាងកម្ពុជាក្រមហ្នឹងគឺញោមប្រុសញោមស្រីហ្នឹងឬក៏បងណាអីចឹងណាបងប្រុសបងស្រីហ្នឹងតែងតែធ្វើចង្ហាន់ហ្នឹងប្រគេនមួយអាទិត្យពីរអាទិត្យហ្នឹងតម្រាំតែលោកហ្នឹងបានរៀនសូត្របច្ចវេកណៈធម៌ដើម្បីពិចារណាបានជានៅក្នុងសិលរបស់ភិក្ខុហ្នឹងឲ្យពិចារណានៅបច្ច័យទាំងឡាយ4ហ្នឹងមុននឹងបរិភោគមុនបរិភោគមុនទទួលចង្ហាន់អីវ៉ែវ៉ាន់របស់ញាតិញោមត្រូវសូត្រធម៌អីអញ្ចឹងណាសូត្រធម៌គឺថាយថាឧទាហរណ៍ថាបើចង្ហាន់បិណ្ឌបាតយថាបិណ្ឌបាតទៅណាយថាបិណ្ឌបាតទៅទទួលហើយណាសព្វាឬសព្ពោបណ្ណាយ៉ាងបិណ្ឌបាតតក្នុងកណះកំពុងតែឆាន់ណាលើកស្លាបព្រាមហូបចូលទៅក្នុងជីវហាក្នុងអណ្ដាតហ្នឹងគឺពិចារណានៅបដិសង្ឃបិណ្ឌហៅបិណ្ឌណាបិណ្ឌបាតណាបដិសង្ឃហ្នឹងគឺតែមិនមែនថាទទេទេបានន័យថាភិក្ខុកំពុងឆាន់ហ្នឹងមិនត្រូវនិយាយគ្នាទេតែនិយាយគ្នាប្របែកប្រប៉ោចហ្នឹងគេថាដាច់បដិសង្ឃញោមណាបានជាញោមផ្លានហ្នឹងហាមកុំអោយនិយាយជាមួយលោកអីក្នុងពេលដែលកំពុងឆាន់ហើយដល់ឆាន់រួចហើយនេះទៀតត្រូវតែចម្រើនពិចារណានៅអច្ចាមយាអច្ចាផ្នែកខាងបិណ្ឌបាតបិណ្ឌបាតតហ្នឹងណាដូច្នេះហើយភិក្ខុក្តីសាមណេរក្តីហ្នឹងត្រូវចេះត្រូវចេះប៉ុន្តែផលវិបាកមួយគូននៅស្រុកអាមេរិកហ្នឹងពិបាកដែរដែលអត់រៀនធរអាអីប៉ុន្តែបួសជាងការទៅចង់បួសប៉ុន្តែដល់ឲ្យរៀនយថាបរិសង្ឃអច្ចារៀនដូចក៏រចាំតែម្ដងប៉ុន្តែបើនិយាយអង់គ្លេសគឺអត់ទាន់ដែរនិយាយរុលនិយាយអង់គ្លេសហ្នឹងគាត់ចេះណាប៉ុន្តែដល់ឲ្យរៀនធរគឺថាពិបាកតែម្ដងអាត្មាពិសោធន៍ជួបរាប់សិបនាក់ហើយដូច្នេះហើយសិលរបស់ភិក្ខុហ្នឹងទី3បច្ចយាសន្និសិទ្ធិសិលហ្នឹងអាស្រ័យនៅបច្ច័យ4ដោយការពិចារណាអាជីវបរិសុទ្ធិសិលគឺចិញ្ចឹមជីវិតសិលហ្នឹងគឺចិញ្ចឹមជីវិតប្រកបដោយធម៌មិនមានអ្វីទៅផ្នែកខាងចិញ្ចឹមជីវិតដោយមន្តអាគមអាំឬក៏មន្តអាគមឲ្យដុតបញ្ឆេះអីទៅណាដើម្បីបានលៀបយកលៀបទៅតាក់លៀបនោះទេគឺចិញ្ចឹមជីវិតដោយបរិសុទ្ធដោយសម្មាជីវោចិញ្ចឹមជីវិតដោយពុទ្ធបរិស័ទដែលជាអ្នកឧបត្ថម្ភដល់ពុទ្ធសាសនាដូច្នេះហើយព្រះពុទ្ធសាសនាជាពិសេសព្រះសង្ឃក្នុងពុទ្ធសាសនាហ្នឹងដែលបានបួសរៀនសូត្រគឺចង្ហាន់ឬក៏បច្ច័យទាំងឡាយ4ហ្នឹងគឺកើតឡើងដោយញាតិញោមពុទ្ធបរិស័ទមានឧបការៈគុណធំណាមានឧបការៈគុណច្រើនញាតិញោមជាវ័យយាវចាស់ក្តីញាតិញោមជាឧបាសកបាសិកាក្តីដាក់បាតក្តីប្រគេនចង្ហាន់ក្តីបច្ច័យទាំងឡាយ4នេះដូច្នេះវាអត់មានពុទ្ធបរិស័ទទេព្រះសង្ឃក៏មិនអាចទ្រទ្រង់ពុទ្ធសាសនាបានដែរហើយព្រះសង្ឃដែលបានបួសបានចង្ហាន់បិណ្ឌបាតបច្ច័យ4របស់ពុទ្ធបរិស័ទហ្នឹងគឺព្រះសង្ឃត្រូវតែធ្វើឲ្យមានប្រយោជន៍ធ្វើប្រយោជន៍ដល់ពុទ្ធបរិស័ទបានជាបដិជគុណលោកលើកឡើងថាស្អែកលើកអំពីប្រយោជន៍អានិសង្ឃនៃការបួសហ្នឹងយ៉ាងណាខ្លះប៉ុន្តែអាត្មាភាពលើកឡើងខ្លីៗចឹងណាដឹងតែធ្វើគ្នាយ៉ាងណាព្រោះតែបើនិយាយពីប្រយោជន៍នៃអ្នកបួសប្រយោជន៍នៃអ្នកបួសហ្នឹងគឺមានប្រយោជន៍មានផលមានអានិសង្ឃហ្នឹងគឺ5យ៉ាង5យ៉ាងហើយបើនិយាយពីអត់មានប្រយោជន៍ក៏អ្នកបួសហ្នឹងក៏5យ៉ាងដែរណាមាន5យ៉ាងមានអាក្រក់14មានល្អមានតែ1ហើយញាតិញោមណាចាំលើកឡើងអាក្រក់4ហើយមានល្អ1ហ្នឹងយ៉ាងម៉េចប៉ុន្តែឥឡូវនេះនិយាយអំពីប្រយោជន៍នៃអានិសង្ឃ5យ៉ាងទី1អ្នកបួសក្នុងពុទ្ធសាសនាហ្នឹងបួសដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាទ្រទ្រង់នៅទង់ជ័យព្រះពុទ្ធសាសនាបួសដើម្បីទ្រទ្រង់ទង់ជ័យនៃព្រះអរហន្តបានន័យថាការបួសដូចបានលើកឡើងហ្នឹងគឺការបួសហ្នឹងពាក្យថាបួសមួយម៉ាត់ភាសាបាលីថាបព្ពៈហ្នឹងបព្វជៈហ្នឹងបានន័យថាលះបង់នៅអំពើអាក្រក់អំពើបាបទាំងឡាយអំពើអាក្រក់អំពើបាបទាំងឡាយហ្នឹងដើម្បីបំពេញនៅបុណ្យកុសលឬក៏បួសជាភិក្ខុ
បើបួសជាភិក្ខុហ្នឹងគឺដើម្បីបំពេញប្រយោជន៍ក្នុងពុទ្ធសាសនាហើយភិក្ខុមួយម៉ាត់ហ្នឹងភាសាបាលីណាញោមដឹងថាភិក្ខុប្រែថាម៉េចដែរណាភិក្ខុញោមតែប្រែថាសូមប្រែថាស្មោមប្រែថាអ្នកសូមប្រែអ្នកសូមហ្នឹងណាស្មោមសូមហ្នឹងណាបើមិនមែនប្រែថាភិក្ខុប្រែថាលោកខេមរាទេអញ្ចឹងណាភិក្ខុមិនមែនប្រែថាគុណចាស់ខាយទេណាបើភិក្ខុហ្នឹងប្រែថាបើភាសាប្រែទៅជានាមប្រែទៅស្មោមបើឬក៏ទៅជាសុំណាបានន័យថាស្មោមហ្នឹងគឺបានដល់ភិក្ខុឬក៏សាមណេរភិក្ខុនីក្តីហ្នឹងរស់រៀនជីវិតក្នុងពុទ្ធសាសនាបានហ្នឹងគឺដោយការសុំបិណ្ឌបាតចង្ហាន់បិណ្ឌបាតហ្នឹងបើរស់នៅជីវិតចិញ្ចឹមជីវិតបានហ្នឹងគឺដោយការសុំនៅបិណ្ឌបាតហើយប៉ុន្តែសុំរបស់ភិក្ខុក្នុងពុទ្ធសាសនាមិនមែនសុំដូចជាអ្នកសុំទានទេមិនមែនសុំទានដូចនៅឥណ្ឌានៅពុទ្ធគយាសុំណាញោមទៅឃើញណាបើគឺថានៅឥណ្ឌាសុំទានបើឲ្យបើ10រូពី100រូពីបើមិនចេះឲ្យគឺឲ្យពីពីអ្នកស្ដាប់ទៅមួយស្បក់បើ10នាក់20នាក់100នាក់មកចូលរួមពេញទាំងអស់បើសុំណាសុំស្រួលអ្នកសុំទាននោះទាញទៀតទាញអាវទាញខោទាញចពោលោកទៀតបើអាត្មាមិនដឹងតិចនិចបើចែកមីបើមើលវាមានអាអ្នកតិចនិចហ្នឹងគឺថាជាវមីបើអាអ្នកលក់ហ្នឹងណាបើជាវមីដល់ហើយទៅបើវាចេះតែអយទៅចែកមិនទៀតវាទាញតែម្ដងណាទាញទាំងអានេះប្រអប់មីអាត្មាទៀតហើយអ្នកទាញប្រអប់មីផងមានអាមកទាញលុយទៀតបាទអញ្ចឹងបើអញ្ចឹងណាដូច្នេះសុំទានហ្នឹងគឺថាគេមិនគោរពទេបើអត់គោរពយើងទៅអោយទេណាបើប៉ុន្តែសុំរបស់ភិក្ខុនិមន្តបិណ្ឌបាតដើម្បីប្រោសសពសត្វដល់ពុទ្ធបរិស័ទដែលមានឧបនិស្ស័យឃើញទេជានិស្ស័យរបស់ពុទ្ធបរិស័ទដែលមានសេចក្តីជ្រះថ្លាបានឃើញនៅភិក្ខុបើភិក្ខុដែលសម្រួមនៅក្នុងសិលបើសម្រួមនៅក្នុងបើអាជីវបរិសុទ្ធិសិលបច្ច័យសន្និសិទ្ធិសិលហ្នឹងគឺលោកបិណ្ឌបាតបើសម្រួមបើនិមន្តបិណ្ឌបាតបើនិយាយទៅមិនអោយសម្លឹងហួសពីមួយព្យាមដែរបើប៉ុន្តែយើងជាពុទ្ធជនយ៉ាងកាលអាត្មាក៏ហួសដែរណាហើយញាតិញោមណាបើការបិណ្ឌបាតបើដូច្នេះហើយសម្រួមក្នុងការបិណ្ឌបាតពុទ្ធបរិស័ទនឹងយល់ឃើញថាតើភិក្ខុសង្ឃក្នុងពុទ្ធសាសនាដែលតំបន់បិណ្ឌបាតបានបំពេញដាក់បាតទៅបានបុណ្យបានកុសលបើដូច្នេះហើយនៅប្រទេសកម្ពុជាក្តីនៅកម្ពុជាក្រមក្តីម៉ោង9ឡើងទៅនៅប្រសង់ចេញពីសាលារៀនបើហើយក៏វ័យរកាំងបើឃ្លុំជីពរដាក់បាតទៅតំបន់បិណ្ឌបាតតាមភូមិណាបើតាមភូមិតាមវេនពុទ្ធបរិស័ទក៏បានបំរុងជាស្រេចមិនមែនអញ្ចឹងទេញោមនារីអញ្ចឹងណាបើអញ្ចឹងបើបានបំរុងដាំស្លត្រីអីអញ្ចឹងណាបើមហូបអាហារក្រៀមក្តីម្ជូរក្តីណាបើឲ្យប្រសង់និមន្តទៅដល់មុខផ្ទះឈរសម្រួមញាតិញោមពុទ្ធបរិស័ទហ្នឹងក៏បានត្រៀមស្រេចដើម្បីដាក់បាតមានចង្ហាន់មានមហូបអាហារជាដើមទៅប្រគេនដល់ប្រសង់ដើម្បីបានឆាន់ទៅបំពេញបើការរស់នៅដើម្បីរៀនសូត្រធម៌វិន័យបាលីក្នុងពុទ្ធសាសនាបើដឹងហើយក៏ថាការដើម្បីបួសនិមន្តទៅបិណ្ឌបាតប៉ុន្តែឥឡូវនេះប្រទេសកម្ពុជាឃើញចេញច្បាប់ចរាចរណ៍ចរាចរណ៍កុំអោយលោកសង្ឃនិមន្តទៅបិណ្ឌបាតទីកន្លែងដូចជាកន្លែងគេលុកស្រាកន្លែងហាងកាហ្វេកុំអោយនិមន្តទៅបិណ្ឌបាតកន្លែងគេលុកទំនិញដេបដាហ្នឹងណាហ្នឹងគឺថាអត់ត្រឹមត្រូវអត់សមរម្យបើឃើញចេញច្បាប់ហ្នឹងក៏ត្រូវដែរអត់ខុសដែរបើបានន័យថាពុទ្ធដូចជាម្ចាស់លោកហាមតាំងពីដើមមកហើយអញ្ចឹងណាកុំអោយទៅបិណ្ឌបាតបើទីកន្លែងណាបើអីយើងមិនសមរម្យដូច្នេះហើយយើងបិណ្ឌបាតទីកន្លែងដែលពុទ្ធបរិស័ទបើបំរុងដើម្បីដាក់បាតដាក់ចង្ហាន់ហ្នឹងគឺជាការសមរម្យមួយប្រពៃណាបើដូច្នេះហើយពាក្យថាភិក្ខុអំបញ្ញដូចជាញោមបានជ្រាបអញ្ចឹងប្រែថាអ្នកសុំណាគឺសុំយ៉ាងនឹងឯងបើសុំនៅបើដែលញាតិញោមពុទ្ធបរិស័ទហ្នឹងបានដាក់សម្គាល់ថាធ្វើបានបុណ្យបានអានិសង្សបានកុសលភិក្ខុមួយភិក្ខុនៅប្រែបានទៀតណាមកពីបើអិក្ខបច្ច័យបើមកពីអិក្ខបច្ច័យភិនឹងប្រែថា
អ្នកឃើញនៅភ័យក្នុងវត្តសង្សារញាតិញោមណាភិក្ខុមួយម៉ាត់ហ្នឹងប្រែថាអ្នកឃើញភ័យក្នុងវត្តសង្សារហៅថាភិក្ខុញាតិញោមល្អប្រែល្អដែរណែហ្នឹងឃើញដូចណែហ្នឹងដូចសំជាងស្មុំណាប៉ុន្តែស្មុំក៏នៅតែល្អអញ្ចឹងស្មុំណាប៉ុន្តែទៅគឺសុំគេពេកតែសុំគេពេកតែសុំចង្ហាន់គេពេកទៅសុំបច្ច័យញាតិញោមពេកទៅសុំបិណ្ឌបាតអីគេពេកញាតិញោមពុទ្ធបរិស័ទយូរទៅគឺថាមិនសូវមានសទ្ធាណាបានជាមានរឿងដូចនៅក្នុងបច្ចុប្បន្នញាតិញោមដែលឃើញក្របីដែរក្របីវាឃើញរែងស្លឹកចេកពណ៌ក្រហមណាវាដឹងមានគំនុំតាំងពីជាតិណាមកទេក្របីឲ្យតែឃើញស្លឹកចេកក្រហមទៅវត្តកតិចហើយក្របីចង្ការឃើញលោកពណ៌ក្រហមស្រួលដេញវត្តលោកណាក្របីណាដូច្នេះហើយធ្វើម៉េចណាកុំឲ្យយើងคลายពុទ្ធបរិស័ទហ្នឹងជាប្រសក់ខ្លះជាក្របីដេញវត្តលោកអញ្ចឹងដូច្នេះហើយលោកថាធ្វើម៉េចសុំបិណ្ឌបាតពុទ្ធបរិស័ទដែលមានប្រសាទសទ្ធាជ្រះថ្លាដល់បិណ្ឌបាតហើយបិណ្ឌបាតទៀតគឺថាមិនស្រួលហើយញាតិញោមពុទ្ធបរិស័ទខ្លះសទ្ធាមិនច្រើនហ្នឹងគឺអាចអាក់អន់សពន់ចិត្តដូចជាមានរឿងនៅក្នុងគម្ពីរធម្មបទបានលើករឿងមួយភិក្ខុលោកនិមន្តទៅបិណ្ឌបាតនៅទីកន្លែងមួយទៅបិណ្ឌបាតហ្នឹងមិនមែនបិណ្ឌបាតចង្ហាន់ណាទៅបិណ្ឌបាតដីស្អិតយកមកដើម្បីធ្វើចិញ្ចាំងកត់របស់លោកគឺថាទៅបិណ្ឌទៅនៅផ្ទះមួយធីតាមួយកុលធីតាមួយបិណ្ឌប៉ុន្តែទៅបិណ្ឌទៅគឺនាងនោះអត់ជ្រះថ្លាទេអត់ធ្វើបិណ្ឌទេអត់ជ្រះថ្លាអត់ប្រគិនហើយលោកត្រឡប់ទៅស្អែកលោកមកបិណ្ឌទៀតមកបិណ្ឌបាតដីស្អាតទៀតដល់បិណ្ឌប្រមាណថ្ងៃដល់ឲ្យនាងស្ត្រីហ្នឹងណាដល់ឃើញលោកបិណ្ឌដល់ថ្ងៃពេកដូចខ្លាញ់ក្នុងចិត្តញោមខ្លាញ់ក្នុងចិត្តខឹងដល់លោកហ្នឹងចេះតែមករាល់ថ្ងៃបិណ្ឌបាតរាល់ថ្ងៃហើយស្រាប់តែនាងហ្នឹងដល់អញ្ចឹងទៅអញចង់ដាក់ថាដីស្អិតហ្នឹងគឺថាដាក់ពេញមួយបាតតែម្ដងមិនបាច់ដាក់ចង្ហាន់ដាក់ដីស្អិតទៅពេញមួយបាតតែម្ដងដល់ហើយចេញពីផ្ទះមកយកដីស្អិតហ្នឹងមកដុំហ្នឹងដាក់ហើយអត់ដាក់ហ្នឹងពេញហ្នឹងអត់មើលលោកទៀតដូចខឹងទៅថាធ្វើលៀនថានេះអញ្ចឹងមួទៅដូចខឹងណាដាក់ហ្នឹងមកដីស្អិតហ្នឹងពេញបាតលោកទៅពេញបាតលោកហើយលោកក៏បានឲ្យអញ្ចឹងលោកនិមន្តទៅវត្តទៅញាតិញោមណារឿងហ្នឹងមានអញ្ចឹងដែរហើយដល់នាងហ្នឹងដល់ពេលស្លាប់បំពីអត្តភាពនេះទៅកើតឲ្យមានឈ្មោះថានាងបញ្ចបាបាណាឈ្មោះបញ្ចបាបាបញ្ចបាបាប្រែថាម៉េចញោមដឹងដែរបញ្ចប្រែថា5បាបាប្រែថាបាបទាំងឡាយបាបទាំងឡាយហ្នឹង5គឺថាបានផលបានន័យថាធ្វើអីអត់បានមិនមែនមិនបានផលដែរញាតិញោមណានាងធីតាហ្នឹងកើតទៅមានឈ្មោះថាបញ្ចបាបាហ្នឹងប្រែថាបាប5យ៉ាងហ្នឹងទី1បាបអីដែរដោយអំណាចចិត្តរបស់នាងដែលដាក់បាតដោយខឹងដោយក្រៀវក្រោតដោយមុខក្រញ៉ូហ្នឹងណាមិនសប្បាយចិត្តហ្នឹងដល់ពេលកើតទៅគឺថាផ្នែកអត់ត្រូវតាមប្រក្រតីទេផ្នែករបស់នាងបញ្ញមាបាទហ្នឹងក៏លៀនឡើងលើមកស្ដាំមកឆ្វេងទៅចំពោះមនុស្សយើងត្រឹមត្រូវអ្នកមានបុណ្យចំពោះត្រឹមត្រូវផ្នែកត្រឹមត្រូវមាត់បបោមាត់មុខឲ្យត្រឹមត្រូវប៉ុន្តែនាងបញ្ញបាបាទហ្នឹងចំពោះវាចអញ្ចឹងទៅមាត់បបោមកទៅខាងអីចឹងទៅវាចទាំងអស់ក្នុងមុខទាំងអស់ហ្នឹងក្នុងមុខមាត់របស់នាងទាំងអស់ហ្នឹងប៉ុន្តែនាងបានអានិសង្ឃមួយគឺសម្ផស្សរបស់នាងបញ្ញបាបាទហ្នឹងស្អិតដូចស្អិតដូចដីស្អិតអញ្ចឹងញាតិញោមជ្រាបដែរញាតិញោមធ្លាប់ស្ដាប់ធម៌ទេសនារឿងនឹងខ្លះហើយអាត្មានិយាយដោយខ្លីថាស្អិតដូចដីស្អិតហ្នឹងមិនមែនចេះទេបានន័យថាសម្ផស្សរបស់នាងបញ្ញបាបាបើបុរសណាមួយប៉ះសម្ផស្សរបស់នាងបានតែម្ដងគឺស្អិតរហូតស្អិតរហូតជាប់ចិត្តរហូតស្លាញ់គឺចង់តែប៉ះចង់តែប៉ះចង់តែស្ទាបនាងបញ្ញបាបាហ្នឹងនិយាយដោយខ្លីញោមណានិយាយដោយខ្លីដូច្នេះហើយចង់និយាយថារឿងអ្នកបួសក្នុងពុទ្ធសាសនាដែលស្មូមឬក៏សុំឬក៏អ្នកបួសក្នុងពុទ្ធសាសនាហៅថាភិក្ខុហៅថាភិក្ខុហ្នឹងបានន័យថាបុគ្គលឬក៏អ្នកដែលបានឃើញភ័យនៅក្នុងវដ្តសង្សារ
បើឃើញភ័យក្នុងវត្តសង្សារមានសេចក្តីសង្វេគនៅក្នុងសង្សារវត្តហ្នឹងគឺទើបបានមកបួសបើមិនដឹងទៅលោកម្ចាស់ខេមរាហ្នឹងលោកមានសេចក្តីសង្វេគទេណាបួសជាភិក្ខុហ្នឹងណាបើគឺថាដើម្បីបានបុណ្យបានកុសលច្រើនហ្នឹងគឺមានសេចក្តីសង្វេគឃើញភ័យក្នុងវត្តសង្សារថាវត្តសង្សារក្នុងលោកយើងនេះដែលកើតតែភ័យទាំងឡាយជាតិទេភ័យអំពីការកើតបើការកើតជាមនុស្សកើតជាសត្វអីយ៉ាងណាក៏ដោយបើជារាភ័យអំពីចាស់ជារាបើព្យាធិភ័យអំពីព្យាធិជំងឺជឿតម្កាត់មរណភ័យអំពីសេចក្តីស្លាប់ដែលកើតឡើងបើភ័យទាំងឡាយនោះវិលវល់នៅក្នុងវត្តសង្សារមិនត្រឹមតែមួយជាតិទេបើជារៀងបើកើតរាប់រយរាប់លានជាតិបើមិនងាយផុតអំពីសេចក្តីទុក្ខទាំងឡាយនោះដូច្នេះឃើញសេចក្តីភ័យឃើញសេចក្តីទុក្ខក្នុងវត្តសង្សារនេះហើយភិក្ខុទាំងឡាយនឹងខំប្រឹងសិក្សារៀនសូត្របួសក្នុងពុទ្ធសាសនាបើប្រតិបត្តិត្រួតត្រងនៅទងជ័យនៃព្រះរហន្តបានន័យថាត្រៃជីវរបើត្រួតត្រងនៅត្រៃជីវរត្រួតត្រងនៅសម្បត្តិការសាវកនៃព្រះសម្មាសម្ពុទ្ធដែលជាម្ចាស់បើអញ្ចឹងណាបើហើយឃើញភ័យឃើញប្រយោជន៍នោះហើយគឺថាខំប្រឹងបើទី2ញ៉ាំងសេចក្តីជ្រះថ្លាមនុស្សនិងទេវតាទាំងឡាយឲ្យកើតឡើងអ្នកបួសណាបើអ្នកបួសហ្នឹងគឺមានប្រយោជន៍អញ្ចឹងបើញាតិញោមឃើញណាឃើញព្រះសង្ឃបួសក្រងត្រៃជីវរត្រឹមត្រូវកសក់អីចឹងញាតិញោមជ្រះថ្លាដែរបើជ្រះថ្លាណាជ្រះថ្លាចំពោះព្រះសង្ឃឬក៏ជ្រះថ្លាចំពោះលោកកូនចំពោះព្រះសង្ឃចំពោះភិក្ខុសង្ឃណាគេថាសម្បះព្រះសង្ឃប្រយ័ត្នចំលោកកូនណាអញ្ចឹងសម្បះព្រះសង្ឃប្រយ័ត្នច្រឡំលើលោកប្អូនណាបើដូច្នេះហើយយើងតាំងចិត្តបើដោយសេចក្តីជ្រះថ្លាណាក្នុងការវန္តនកិច្ចសម្បះថ្វាយអង្គមដល់ព្រះសង្ឃដែលលោកបានបួសហើយបានញ៉ាំងនៅសេចក្តីជ្រះថ្លាដល់មនុស្សនិងទេវតាទាំងឡាយកើតឡើងមិនត្រឹមតែមនុស្សជ្រះថ្លាទេទេវតាទាំងឡាយក៏ជ្រះថ្លាជាមួយនឹងអ្នកបួសដែលលោកមានសិលមានសមាធិមានភាវនាការទ្រទ្រង់សិក្ខាបទគឺតែជ្រះថ្លារហូតដល់ឋានទេវតាព្រោះអញ្ចឹងណាបើបានន័យថាទេវតាឃើញប្រសងអង្គណាលោកសម្រួមលោកមានសិលទេវតាជ្រះថ្លាណាញោមណាបើជ្រះថ្លាប៉ុន្តែមានទេវតាខ្លះចំណែនជាមួយលោកសង្ឃដែរបើមានមនុស្សខ្លះក៏ចំណែនបន្ទុះសារាយជាមួយនឹងលោកសង្ឃដែរអញ្ចឹងណាបើមានកន្លែងខ្លះបើដូចនៅកម្ពុជាក្រមម្ចាស់ដឹងហើយយើងការសម័យកន្លងហើយហ្នឹងយើងការជនជាតិសាសន៍ដតេយើងឃើញណាគេឃើញលោកសង្ឃបិណ្ឌបាតហ្នឹងគេចេះថាតម៉េះតែដៀវថាលោកហ្នឹងបួសមិនរកស៊ីមិនរកអីទេចាំតែដើរសុំដើរបិណ្ឌបាតអីចឹងណាបួសខ្ជិលបួសអីហ្នឹងគេចេះតម៉េះតែដៀវចឹងទៅបើហ្នឹងមានការបន្ទុះសារាយដល់ព្រះសង្ឃដល់ភិក្ខុដល់អ្នកបួសក្នុងពុទ្ធសាសនាដូច្នេះហើយបានជាភិក្ខុហ្នឹងមានតួនាទីយ៉ាងម៉េចការបួសដើម្បីអនុគ្រោះឬក៏សង្គ្រោះដល់ពុទ្ធបរិស័ទជាក្រហមហ្នឹងបើដោយការណែនាំពុទ្ធបរិស័ទមិនឲ្យធ្វើនៅអំពើបាបដោយការណែនាំពុទ្ធបរិស័ទហ្នឹងធ្វើនៅសេចក្តីល្អបើដោយការសម្ដែងបញ្យលធម៌បើក្នុងពិធីបុណ្យទានក្តីក្នុងគិដ្ឋានក្តីហ្នឹងបញ្យលប្រាប់បើគុំនិយាយអំពីតិរឆានកថាទៅលើពុទ្ធបរិស័ទបើអញ្ចឹងណាបើទៅទីយើងនិយាយល្អនិយាយធម៌ណែនាំពុទ្ធបរិស័ទធ្វើយ៉ាងម៉េចបើអ្នកបួសហ្នឹងបើកັບបីញ៉ាំងពុទ្ធបរិស័ទដែលមានសទ្ធាហើយកັបបីរក្សាពុទ្ធបរិស័ទកាន់តែមានសទ្ធាឡើងទៅទៀតបើហើយអ្នកណាបរិស័ទដែលមិនតមានសទ្ធាហ្នឹងកັບបីណែនាំបញ្យលប្រាប់ធម៌អាយ៉ាងម៉េចឲ្យពុទ្ធបរិស័ទហ្នឹងគឺមានសទ្ធាឡើងញាតិញោមជ្រាបហ្នឹងនឹងនីតិរបស់លោកបើនីតិរបស់លោកបើកុំអោយតែធ្វើម៉េចចុងការទៅខ្លះមិនតមានសទ្ធាផងយើងលំងលំមាងលោកខ្លះកាយពេកបើក្រត់ខឹងអីចលេតខឹងក្រៀវក្រត់ជាមួយផ្សងខ្លះទើបតែមកវត្តបានម្ដងឬសួរលោកខឹងលោកក្រៀវក្រត់លោកក្អេងក្អាងដាក់អុយលែងមកវត្តតែម្ដងអញ្ចឹងណាដូច្នេះតួនាទីរបស់ផ្សងហ្នឹងក៏ក្នុងទឹកប្រតិបើទឹកប្រតិល្អបើដូចជាបដិជគុណទាំងពីរព្រះអង្គបដិជគុណស៊ីវត្ថាបដិជគុណមុនីរតព្រះបណ្ឌិតបើ60បានដែលលោកមានប្រតិបើមេត្តាធម៌ករណាធម៌សម្ដែងបញ្យលប្រាពុទ្ធបរិស័ទដឹកនាំពុទ្ធបរិស័ទបើដើម្បីបំពេញនៅបុណ្យកុសលកសាងវត្តអារាមកុដិសាលាសមិទ្ធិ
ប្រាវិជាដើមដើម្បីញ៉ាំងសេចក្តីជ្រះថ្លាដើម្បីញ៉ាំងព្រះពុទ្ធសាសនាសង្គមឲ្យបានចម្រុងចម្រើនតទៅមុខទៀតនោះគឺជានាទីរបស់នាទីរបស់អ្នកបួសក្នុងពុទ្ធសាសនាអញ្ចឹងយើងមិនមែនបួសដើម្បីពលិចសង្គមពលិចសាសនាពលិចជាតិទេអញ្ចឹងណាដូច្នេះហើយតួនាទីធ្វើយ៉ាងម៉េចឲ្យមានការចម្រុងចម្រើនពុទ្ធបរិស័ទកុំឲ្យមានជាពិសេសសំខាន់តាមវត្តអារាមនីមួយៗធ្វើភិក្ខុសង្ឃក្តីចៅអធិការក្តីគ្រូសូត្រក្តីសាមណេរក្តីកុំឲ្យមានការបន្ទុះសារាយរហូតដល់បែកបាក់សាមគ្គីគ្នាអញ្ចឹងណាកុំឲ្យបែកបាក់ប្រកាន់គ្នានៅក្នុងរវាងសង្គមសង្ឃឲ្យសង្ឃរវាងគណៈកម្មការពុទ្ធបរិស័ទណាដូច្នេះចំណុចដ៏ល្អដែលមានមធ្យោបាយឆ្លាតឆ្លៀសវាងវៃប៉ិនប្រសពត្រង់ថាវត្តនីមួយៗគឺភិក្ខុសង្ឃអ្នកដឹកនាំហ្នឹងគឺប៉ិនប្រសពឆ្លៀសវៃមានការមានការសាមគ្គីគ្នាក្នុងសង្គមសង្ឃផងពុទ្ធបរិស័ទក៏សាមគ្គីស្រឡាញ់គោរពរាប់អានប្រសង់ផងឲ្យលើកស្ទួយវត្តអារាមបានល្អប្រសើរទៀតអានឹងបានល្អអានឹងវានៅក្នុងប្រយោជន៍ទី2ញោមណានៅប្រយោជន៍ទី2ហើយប្រយោជន៍ទី3របស់អ្នកបួសគឺបួសហើយត្រូវសិក្សារៀនសូត្រនៅធម៌វិន័យនៃពុទ្ធសាសនារៀនសូត្រទៅណាធម៌វិន័យក្នុងពុទ្ធសាសនាមានបាលីមានគម្ពីរមានបត្រៃវិដករៀនសូត្រនៅក្នុងពុទ្ធសាសនាដែលយើងហៅថាបរិយត្តិធម៌ក្នុងពុទ្ធសាសនាធម៌មាន3ញោមណាធម៌មាន3បរិយត្តិធម៌គឺការសិក្សារៀនសូត្រនៅគម្ពីរនៅបត្រៃវិដកគម្ពីរផ្សេងក្នុងពុទ្ធសាសនាបដិបត្តិធម៌គឺបានន័យធម៌ការបដិបត្តិមានសមាធិវិបស្សនាព្រះគុណ60វ៉ាន់លោកមានឯកសារបញ្យលច្រើនណាស់លោកគាត់ថាពីដើមតាំងពី30ឆ្នាំអាត្មាធ្លាប់ស្ដាប់ប្រធររបស់លោកតាំងពីនៅខ្មែរណាតាមថេពហ្នឹងញោមណាញាតិញោមខ្លះធ្លាប់ណាស្ដាប់តាមថេពនិយាយអំពីសិលសមាធិវិបស្សនាហើយស្ដាប់តាម VOA ណា VOA សម្លេងសហរដ្ឋអាមេរិកហ្នឹងក៏លោកសម្ដែងធម៌ហើយក៏ទេសផ្លូវលោកផ្លូវធម៌ហ្នឹងបានស្ដាប់បានច្រើនដូច្នេះហើយលោកបានសិក្សារៀនសូត្រនៅបរិយត្តិធម៌បានបដិបត្តិធម៌គឺសមាធិវិបស្សនាហើយនឹងធម៌ទី3បដិវេតធម៌ដើម្បីឲ្យចាក់ធ្លុះនៅមគ្គនិងផលដល់នៅសតាបតិមគ្គសតាបតិផលរហូតដល់អរហត្តផលជាដើមអញ្ចឹងដូច្នេះមាន3ហ្នឹងបរិយត្តិធម៌បដិបត្តិធម៌និងបដិវេតធម៌ជាពិសេសទៀតគឺបរិយត្តិធម៌ខាងដើមណាព្រះរាជគុណប្រាប់បណ្ឌិតលោកថាដើម្បីយល់ឲ្យច្បាស់នៅសមាធិវិបស្សនាតតែយល់អំពីបរិយត្តិធម៌រៀនសូត្របាលីធម្មវិន័យឲ្យយល់សិនហើយបើមិនយល់បាលីទេណាក៏បានដែរដូចញាតិញោមខ្លះគាត់អត់យល់បាលីសុំសើថាមកយ៉ាងផនទេវិសុងណារខណថាយាហើយថាដែលគុណវិសុងនោះអីវិសុងណាហើយញាតិញោមដឹងដែរញោមខាងខំដិនណាវិសុងប្រែថាម៉េចញោមស៊ីនឌីញោមស៊ីនឌីវិសុងភាសាបាលីមិនវិញសុងទេមិនវិញសុងណាវិសុងប្រែថាផ្សេងគ្នាបាលីថាផ្សេងគ្នាណាវិសុងហ្នឹងផ្សេងគ្នាយ៉ាងម៉េចអាត្មាប្រៀបសូមអធិស្ឋានទេសនាមិនសូវតាមអីទេណាគឺថាបកណ្ណកាសណាវិសុងហ្នឹងគឺញោមពុទ្ធបរិស័ទហ្នឹងសុំសិល5សិល8សិល10ក្តីសុំរួចហើយរក្សាសិក្ខាបទរៀងខ្លួនមែនអញ្ចឹងដែរញោមមកទេញោមសុំសិល5ហើយរក្សានៅសិល5ខ្ជាប់ខ្ជួនមិនមែនញោមរក្សាសុំសិល5រក្សាខ្ជាប់ខ្ជួនហើយគ្រួសារញោមបានសិល5ដែរទេគឺថានរណាសុំនរណារក្សានរណាទទួលអ្នកនោះបាននៅអានិសង្ឃនៃសិក្ខាបទសិលដែលខ្លួនរក្សាហ្នឹងបានជាបាលីថាវិសុងហ្នឹងទទួលនៅសិក្ខាបទរួចហើយរក្សាក្នុងចំណោមពុទ្ធបរិស័ទមកវត្តសុំសិលរាប់រយនាក់រាប់រយនាក់ដល់ពេលសុំរួចហើយរក្សាផ្សេងគ្នាមិនមែនញោមអាចារ្យរក្សាឲ្យញោមប្រុសញោមស្រីទៀតទេអញ្ចឹងញោមអាចារ្យរក្សាខ្លួនគាត់ដល់ញោមទៅទៀតរក្សាសិលខ្លួនឯងរៀងខ្លួនអញ្ចឹងទៅដូច្នេះហើយសំខាន់ណាស់ដែលព្រះសង្ឃយើងបានសិក្សារៀនសូត្ររួចហើយនៅក្នុងពុទ្ធវចនៈត្រូវតែសិក្សាពុទ្ធវចនៈប៉ុន្តែសំខាន់ទៀតណាដូចជាព្រះគុណបច្ចោតកាលោកបានលើកសរសើរដល់សាមណេរខេមរាដែលបាន
បួសក្នុងពុទ្ធសាសនារៀនសូត្រខាងពុទ្ធសាសនារួចហើយក៏បានរៀនសូត្រខាងផ្លូវលោករក្សារៀនសូត្រក្នុងផ្លូវលោកដើម្បីចេះដឹងនូវចំណេះវិជ្ជាទាំងឡាយហ្នឹងសម្រាប់ប្រើប្រាស់ក្នុងសង្គមផងក្នុងគ្រួសារផងឬក្នុងវត្តអារាមដែរបច្ចុប្បន្នកាលហ្នឹងគឺញាតិញោមពុទ្ធបរិស័ទបើប្រសង់ចេះខាងផ្លូវលោកច្រើនក៏មានប្រយោជន៍ចេះបត្រៃវិដកផងចេះភាសាអង់គ្លេសផងចេះ computer ផងអាចជួយកិច្ចការវត្ត program បុណ្យទានខាងកាងអីគ្រប់សពបច្ចេកទេស design អីចឹងណាញោមណាហ្នឹងគឺថាវាមានប្រយោជន៍ទាំងអស់ឲ្យតែយើងប្រើនៅក្នុងផ្លូវត្រូវហៅថាសុវិជ្ជាកុំអោយសុវិជ្ជាហ្នឹងប្រែថាវិជ្ជាដែលយើងបានរៀនសូត្ររួចហើយហ្នឹងប្រើទៅក្នុងផ្លូវល្អហើយដល់ទុវិជ្ជាចឹងការវិជ្ជាខ្លះយើងរៀនរួចហើយហ្នឹងទៅប្រើនៅក្នុងផ្លូវអាក្រក់អាហ្នឹងវាអត់ល្អទេប៉ុន្តែឲ្យតែរៀនសូត្រផ្លូវលោកក្តីផ្លូវធម៌ក្តីប្រើទៅក្នុងសុវិជ្ជានិងការប្រសើរណាស់ជាប្រយោជន៍របស់អ្នកបួសក្នុងពុទ្ធសាសនាទី4គឺប្រយោជន៍របស់អ្នកទី4គឺប្រយោជន៍បួសក្នុងពុទ្ធសាសនារួចហើយហ្នឹងធ្វើសេចក្តីមិនប្រមាទក្នុងពុទ្ធសាសនាណាធ្វើតែមិនកុំឲ្យមានសេចក្តីប្រមាទធ្វេសឬក៏មើលងាយពុទ្ធសាសនាអ្នកខ្លះបួសទៅមើលងាយពុទ្ធពធប្រសង្ឃគឺថាជៀសវាងកន្លែងនេះដូច្នេះអ្នកបួសគឺមិនធ្វើសេចក្តីប្រមាទមិនធ្វេសប្រហែសបើក្នុងពាក្យបាលីថាអបមាទៈហ្នឹងមិនប្រហែសទេហ្នឹងគឺបានន័យថាមិនធ្វេសប្រហែសនៅក្នុងការរៀនសូត្រក្នុងការបដិបត្តិធម៌វិន័យត្រូវតែរក្សានៅអ្វីទៅដែលខំប្រឹងប្រែងដោយសេចក្តីជ្រះថ្លារបស់ខ្លួនហ្នឹងអានិសង្សឬក៏ហេតុប្រយោជន៍ទី4ហើយប្រយោជន៍ទី5អ្នកបួសដើម្បីធ្វើសេចក្តីរងាប់ឬក៏រលត់នៅសេចក្តីទុក្ខទាំងឡាយទាំងពួងបានដល់ព្រះនិព្វានណាញោមណាដូចជាសាមណេរដូចលើកឡើងអញ្ចឹងសព្វទុក្ខនិសរណនិព្វានសច្ចេករណថាយានគឺអ្នកបួសដើម្បីធ្វើនៅសេចក្តីជាក់ច្បាស់នៅក្នុងព្រះនិព្វានការបដិបត្តិដូច្នេះហើយបានជាយើងក្នុងប្រយោជន៍ទាំង5យ៉ាងហ្នឹងល្អណាស់ញោមណាធ្វើឲ្យពុទ្ធសាសនាចម្រុងចម្រើនរុងរឿងប៉ុន្តែលោកនៅក្នុងគម្ពីរបានលើកឡើងដែរថាអ្នកបួសមាន5យ៉ាងទៀតអ្នកបួសមាន5យ៉ាងបានលើកឡើងគឺទី1ឧបកិលេកាឧបកិលេកាហ្នឹងប្រែថាអ្នកបួសដើម្បីលេងអ្នកបួសដើម្បីលេងល្បែងកិលេកាហ្នឹងប្រែថាល្បែងចឹងកាលចូលចិត្តអ្នកបួសទៅគឺលេងល្បែងឥឡូវហ្នឹងគឺមានលេងល្បែងតាម computer ក៏មានតាម iPhone iPad បើពេលដើមហ្នឹងគឺលេងរែកឬក៏លេងល្បែងផ្សេងឬក៏ប្រឡែងគ្នាអញ្ចឹងណាបោះទួយទៀតគឺប្រឡែងគ្នាអញ្ចឹងទៅគិតតែប្រឡែងគ្នាសប្បាយចិត្តតែម្ដងអញ្ចឹងគឺតែបួសនេះគឺអត់ប្រយោជន៍ទេអត់មានប្រយោជន៍អត់បានអានិសង្សទេបួសលេងល្បែងប្រឡែងអីគ្រប់សពបែបយ៉ាងណានឹងទី1ទី2ឧបទុសកាហ្នឹងបានន័យថាបួសប្រទុះក្នុងពុទ្ធសាសនាបួសក្នុងពុទ្ធសាសនាគឺតែមានប៉ុនប៉ងចេតនាមកបួសទៅដើម្បីបំឡំខ្លួនជាសាមណេរភិក្ខុអញ្ចឹងទៅដើម្បីធ្វើដូចបណ្ឌិតបន្លំទាំងធ្វើឲ្យខូចសាសនាហៅថាបួសបន្លំណាប្រទុះពុទ្ធសាសនាឬក៏ប្រមាថដល់ព្រះពុទ្ធប្រធមប្រសង្ឃជេរប្រមាថអីចឹងទៅហ្នឹងហៅថាប្រទុះឬក៏ប្រទុះសិលបួសហៅថាដោយការប្រទុះសិលហ្នឹងគឺខទី2ហ្នឹងគឺអត់បានអានិសង្សអត់បានបុណ្យអីទេហើយទី3ឧបមុយហកាមុយហកោហ្នឹងប្រែថាបួសដោយការល្ងឹតល្ងងអត់ដឹងខុសត្រូវអត់ដឹងគុណទោសបុណ្យបាបអត់រៀនសូត្រខ្ជិលជាអូសទៀតខ្ជិលអូសរៀនសូត្រអត់រៀនសូត្រអីគឺតែខ្ជិលតែម្ដងហើយអត់ថ្វាយអង្គមព្រះនមស្ការឯទៀតហ្នឹងសិតតែបាបអត់មានបានបុណ្យបានកុសលអីទេណាដោយខ្ជិលជាអូសដោយល្ងងខ្លៅទី3ទី4បួសដោយឧបជីវិកាដោយចិញ្ចឹមជីវិតចិញ្ចឹមជីវិតទៅណាចឹងការទៅគឺថាបួសទៅគឺថាដោយឃើញថាបួសហ្នឹងស្រួលណាបួសស្រួលមានចង្ហាន់ឆាន់ស្រាប់ក៏បួសទៅដើម្បីថាបានចង្ហាន់បានអីចឹងទៅណាបួសបន្លំអីចឹងទៅដូចជានៅឥណ្ឌាច្រើនដែរឃើញលោកទៅកាលណារដូវសុទ្ធ
bị động chẳng khinh buộc trở nó là mình đang ta buồn nó mèn rồi cả mèn đó khinh nó buồn đồn đi nó vợ hay mùi tiết hào thái upa nisaranaka và upa nisarano nó bạn ta buộc đầm bay rồi lót trên chác xịt đầy túc tầng lại tập buồn nó thì muối kho thì muối nó bật sai đó và bạn này ta buộc đầm bay rồi lót luôn nó ở trên chác ăn tập hiệp và để chụp chụp bẹ từ cái nông ba tiên là cái nông tần ha cái nông khăn đồng pram nhiệt đàm nắng và chia cả buộc muối và đầm bay rầm lót nó xịt đầy túc tầng lại tập buông cứ pran piên và cả buộc nó nhóm nè đôi chân hay bùa lên là bang và bùa chỉnh châm chỉ vứt bùa sần son trop nè hay đôi cả bùa đòi gật là ngón và bùa đòi bật tu cái năng bậc Phật sa na và anh ấy cứ tha ọt là ọt bát sa thế và hay nhang Phật bồi sát nâng mình ai miền sự thiệt chả thla cái năng bậc Phật sa na cái năng bị cố sang năng sừng cung Phật sa na ban chả tiết và dân đấy về miền bùa dân đấy đôi chân hay dân sừng khâm ta cả bùa nợ bỏ bờ sông từng lại nắng bỏ phơi giang đôi mình đấy ở miền cá sâm ký bỏ phơi đôi mình đấy bút mỏ sạch nắng ban khơi bỏ cá pa định bắt rồi bỏ bị khô nợ sâm này để hai ta bị khô song nắng bỏ sang khan nắng cứ crom cả nè crom để nó có đồng vị đấy lúc sập đào từ lớp buồn on lần tấu bị khô buồn on lần tấu hai ta song và còn thế bỏ prai tiếp ta sang khan nắng prai ta vây tớ prai ta khơi prom đôi khi nè sang kha nắng là sang kha nắng và bà này ta ca bực bực ca khơi đầu tiên na cả đói có ca bực bực đôi khi nè từng và song đó nó có đang vì đấy đôi khi nè nó có đang vì đấy tao thi cái lên cái na cả đói song nắng cầm miếng thò vì đấy đôi khi nè ca pa bát thò vì đấy đôi khi nè nó có đang bị khu pa một chuyện đàm ở đây và đôi khi này hay và bị khu song để buộc trong Phật sa na nó cứ ban của soi đọc luôn bọc luôn phòng còn thế sừng cùng giống chùm nuôi chưa tham ấy ta bua sầm mà né xong quân mẹ âu chứ ấy nè bua sầm mà né xong quân mẹ âu bua bị cứu xong quân ở bụng nè dân miền dân đấy nhôm chưa dân đấy vợ ăn chưa đấy mấy oi cuộn buồn vợ dân nó nhôm đấy vợ dân chưa ta bua sầm mà né bua nến xong quân mà đái bua bị khô nè xong quân ở bụng và nó cứ chia biết để dân để giấy nó sừng cung dân này sừng cung mình bên chia phút thà để ca lại nhận nhôm đó mình bên chia phút thà để ca thế và đôi chân này hay mình bên ta buộc xăm ở đây đó ban song cung mà đai ban đấy thế và phụ vị khôn đó mình ai song cung ở phúc ban đấy ban thế đó đầm bấy song quânឬក៏តបគុណឪពុកម្ដាយហ្នឹងគឺបានន័យថាភិក្ខុសាមណេរភិក្ខុដែលបួសជាសាមណេរភិក្ខុក្នុងពុទ្ធសាសនាហ្នឹងបើខំប្រឹងរៀនសូត្របើខំប្រឹងប្រព្រឹត្តធម៌វិន័យបើខំប្រឹងបដិបត្តិនៅសិលសមាធិបញ្ញាលោកបានបុណ្យបានកុសលបើបានបុណ្យបានកុសលញោមប្រុសញោមស្រីហ្នឹងគឺបានបុណ្យណាបើបានបុណ្យអំពីកូនដែលខំប្រឹងប្រតិបត្តិបើបានបំពេញនៅបុណ្យកុសលមានទានសិលភាវនាជាដើមនោះគឺបានបុណ្យសេចក្តីជ្រះថ្លានោះកើតឡើងហ្នឹងណាបើបានន័យថាញោមណាមានកូនណាបើមានកូនបួសមានប្អូនមានបងបួសទៅជ្រះថ្លាកើតឡើងខំប្រឹងធ្វើបុណ្យកុសលឡើងទៀតញោមខ្លះពីដើមមិនសូវចូលវត្តទេអាត្មានៅឃើញនៅកម្ពុជាក្រមញោមស្រីណាបើដល់ពេលបានកូនបួសទៅបើយកចង្ហាន់ទៅវត្តញឹកញាប់បើទៅវត្តញឹកញាប់ធ្វើបុណ្យរហូតតាំងពីពេលនោះទៅឃើញណាបើហ្នឹងគឺថាបានបុណ្យកុសលអញ្ចឹងអានដូចយើងបានតបគុណដល់ម៉ែអូវិញយើងអញ្ចឹងហើយប្រពុតលោកត្រង់សម្ដែងថាដើម្បីសងគុណមេត្តាបិតារបស់យើងហ្នឹងគឺថាកូនហ្នឹងបើកូននៅជាក្រហោះក្តីកូនជាអ្នកបួសក្តីបើត្រូវញ៉ាំងឪពុកម្ដាយរបស់ខ្លួនហ្នឹងប្រកបដោយសម្បទាធម៌4យ៉ាងទី1សទ្ធាសម្បទាឪពុកម្ដាយមិនតាន់មានសទ្ធាជ្រះថ្លាជឿក្នុងគុណពុទ្ធពធវសង្ឃមិនតាន់ជឿកម្មផលទេលោកកូនហ្នឹងបើឬក៏កូនហ្នឹងអាចបើណែនាំបញ្យល់ឲ្យឪពុកម្ដាយរបស់យើងឲ្យមានសទ្ធាជឿក្នុងពុទ្ធពធវសង្ឃក្នុងកម្មផលឡើងបើយើងបើអត់អាចបញ្យល់បានទេយើងអាចរកលោកអ្នកប្រាជ្ញធម្មកថាឬក៏បណ្ឌិតហ្នឹងបញ្យល់ឪពុកម្ដាយរបស់យើងឲ្យមានសទ្ធាជឿឡើងបើអញ្ចឹងណាបើហេតុម៉េចបើយ៉ាងមកហើយទី2បើឪពុកម្ដាយអត់ទាន់មានសិលបើរក្សាសិលបើឪពុកម្ដាយកំពុងតែចង្ការកាប់សម្លាប់បើចង្ការឪពុកម្ដាយផឹកស្រារាល់ថ្ងៃ
ពុកម្ដាយនិយាយក៏ហកបោកប្រាស់គេហើយដល់អញ្ចឹងកូនហ្នឹងគឺមានតួនាទីមួយបញ្យល់ណែនាំឪពុកម្ដាយឲ្យមានសិលរក្សាសីល5សីល8ណាអាចគេថាអាចសងគុណម៉ែឪបានច្រើនណាហើយទី3ចាក់កសម្បទាឪពុកម្ដាយអត់តាន់មានការលះបង់ការបរិច្ចាគធ្វើបុណ្យធ្វើទានកំណាញ់ស្វិតស្វាញណាដូច្នេះកូននឹងបានញ៉ាំងម៉ែអូរបស់យើងមានសទ្ធាមានចាកការលះបង់ការបរិច្ចាគធ្វើបុណ្យធ្វើទានបុណ្យកឋិនក្តីបុណ្យកសាងព្រះវិហារក្តីកសាងវត្តកសាងសមុទ្រផលក្តីជូនដល់អ្នកកំសត់ទុរគតជាដើមក្តីដោយការលះបង់ការបរិច្ចាគបញ្ញាសម្បទាបើឪពុកម្ដាយល្ងងខ្លៅអត់ចេះដឹងអត់ចេះស្ដាប់ធម៌អត់ចេះរៀនធម៌សូត្រទេអញ្ចឹងណា Ryan ស្ដាប់បានទេ you know do you know Dhamma talk ដូច្នេះហើដូច្នេះកូនហ្នឹងត្រូវតែណែនាំឪពុកម្ដាយឲ្យមានបញ្ញាអញ្ចឹងណាឲ្យមានបញ្ញាចេះធម៌ចេះស្ដាប់ចេះយល់អំពីត្រៃលក្ខណ៍អនិច្ចំទុក្ខអនត្តាឲ្យចេះធម៌ណាមួយបុណ្យបាបគុណទូជាដើមហ្នឹងហ្នឹងគឺថាកូនលោកកូនហ្នឹងបានសងគុណដល់មេដាបិតាមិនមែនបើថាយើងបួសទៅប៉ុន្តែយើងបួសទៅអត់រៀនសូត្របួសទៅបន្ទុះសរាយក្នុងពុទ្ធសាសនាណាបួសទៅធ្វើឲ្យពុទ្ធសាសនាលិចឡង់គឺមិនមែនបានតបសងគុណម៉ែអូបានទេណាកន្លែងហ្នឹងកាន់តែបាបទៀតដូច្នេះហើយគឺថាអ្នកបួសតើតែមានប្រយោជន៍ទាំង5យ៉ាងហ្នឹងធ្វើប្រយោជន៍ទាំង5យ៉ាងដូចបានលើកឡើងហ្នឹងគឺអាចសងគុណដល់មេដាបិតាប៉ុន្តែមិនមែនថាបានសងគុណទាំងអស់ទេអញ្ចឹងណាហើយកូនចៅទាំងឡាយដែលបានចិញ្ចឹមឪពុកម្ដាយដោយសម្លៀកបំពាក់ដោយបាយទឹកដោយសេនាសនៈដោយថ្នាំសង្កូវព្យាបាលចិញ្ចឹមកិតរាល់ថ្ងៃហ្នឹងហ្នឹងយើងបានក្រំតែបានឈ្មោះតបគុណណាតបគុណដល់មេដាបិតាហើយដល់កូនចៅណាដែលបានធ្វើឲ្យមេដាបិតារបស់យើងមានសទ្ធាមួយមានសិលមួយមានការបរិច្ចាគទានមានបញ្ញាមួយទាំង4នេះលើកតម្កើងម៉ែអូខ្លាំងណាលើកតម្កើងម៉ែអូយ៉ាងម៉េចបើសិនជាបុគ្គលប្រុសស្រីដែលត្រូវជាឪពុកម្ដាយរបស់យើងអត់មានសទ្ធាអត់មានសិលអត់មានចាកៈអត់មានបញ្ញាទេអត់ជឿកម្មផលអត់ជឿគុណព្រះពុទ្ធពធទេអត់មានសិលណាកំណាញ់ស្វិតស្វាញល្ងឹតល្ងងខ្លៅទេគឺមិនអាចកើតជាមនុស្សបានទៀតទេម៉ែអូនឹងផ្លាស់ចុះទៅកាន់អបាយភូមិញាតិញោមណាដូច្នេះបើកូនណាបានញ៉ាំងម៉ែអូឲ្យមានធម៌ទាំង4យ៉ាងសទ្ធាសីលចក្ខបញ្ញានឹងអាចធ្វើឲ្យឪពុកម្ដាយនឹងកើតជាមនុស្សកើតឋានសួគ៌ឬក៏ដល់នៅប្រណិពានទៅក្នុងអនាគតកាលបានញាតិញោមជ្រាបកន្លែងហ្នឹងណាអាត្មាហ្នឹងគឺថាអ្នកបួសហ្នឹងគឺមានសារៈសំខាន់មិនមែនថាបួសចេះតែសងគុណតបគុណម៉ែអូបានទាំងអស់ទេតើតែមានខ្លឹមសារចំណុចចំណុចអ្វីទៅដែលយើងការបដិបត្តិឲ្យបានល្អប្រសើរណាក្នុងការសិក្សារៀនសូត្រល្អប្រសើរណាស់ដូច្នេះហើយខ្ញុំករុណាមកភាពសម្ដែងធម៌ទេសនាដូចជាបដិគុណចៅតិកាវត្តបានលើកឡើងហើយរតនាសម្ដែងធម៌ទេសនាលោកគ្រូលោកជាដៃគូអាត្មាតាំងពីដើមហៅថាដៃគូអញ្ចឹងណាលោកនេះលោកថាមុតផាក់មុតផាក់ប៉ុន្តែលោកគ្រូរតនីចៅតិកាពុទ្ធអង្គសីហ្នឹងគឺដៃគូជាមួយអាត្មាដៃគូហ្នឹងដល់មានសារៈសំខាន់នឹងជាប្រវត្តិសាស្ត្រជាប្រវត្តិសាស្ត្រគឺយ៉ាងម៉េចគឺថាដៃគូក្នុងនាមប្រសង់ជាមហាថេរមហាថេរដែលបានរៀបចំគម្រោងកិច្ចការទាំងឡាយដើម្បីបង្កើតនៅពុទ្ធិកាសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកគឺថាព្រះអង្គជាមួយនឹងអាត្មាភាពជាង20អង្គហ្នឹងគឺយើងបានប្រជុំគ្នារៀងរាល់ថ្ងៃពហុរាល់សប្តាហ៍ទាំងអស់ដើម្បីជជែកហើយរៀបចំនៅលក្ខន្តិកៈហៅ bylaw លក្ខន្តិកៈ bylaw របស់ Cambodian Buddhist Society in USA ហ្នឹងគឺថាលោកបានសហការប្រជុំតាមអនឡាញរហូតដល់មាត្រាជាង100មាត្រាហ្នឹងគឺបានចប់សពគ្រប់ហើយយើងក៏បានតំណាក់តំណងសុំច្បាប់ឲ្យបានជាធរមាននៅក្នុងពុទ្ធិកាសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកយើងបានដំណើរការទៅប្រជុំជាមួយគ្នាផ្សព្វផ្សាយមាគ៌ាផ្សព្វផ្សាយលក្ខន្តិកៈសមាគមព្រះសង្ឃទៅបណ្ដារដ្ឋផ្សេងជាដើមហ្នឹងដើម្បីឲ្យយល់ដឹងថាពុទ្ធិកាសមាគមហ្នឹងគឺជាសមាគមបំរួមសាមគ្គី
រវាងប្រសង់រវាងពុទ្ធបរិស័ទពីវត្តមួយទៅវត្តមួយពីរដ្ឋមួយទៅវត្តមួយឲ្យមានការទំនាក់ទំនងគ្នាសាមគ្គីល្អហើយឲ្យដើរទៅតាមមាគ៌ាពុទ្ធសាសនាក្នុងសិលសមាធិបញ្ញាអញ្ចឹងញោមណាដូច្នេះលោកជាដៃគូដ៏ល្អជាស្ថាបនិកបើនិយាយទៅជាស្ថាបនិកក្នុងការបង្កើតឲ្យមានពុទ្ធិកាសមាគមព្រះសង្ឃខ្មែរស្រុកអាមេរិកតាំងពីឆ្នាំ2019មកជាផ្លូវការណាបើជាផ្លូវការហ្នឹងបើជាបានកើតរហូតដល់បច្ចុប្បន្នកាលនេះហើយក៏ព្រះអង្គក៏ធ្លាប់បម្រើនៅក្នុងកិច្ចការជាប្រធានគណៈកម្មការគម្រោងនិងផែនការបើគម្រោងនិងផែនការណាគម្រោងផែនការយ៉ាងម៉េចណាដូចជាផែនការគម្រោងសូបត្រៃវិដកបើគម្រោងសូបត្រៃវិដកគម្រោងវិសាខបូជារួមគ្នាមហាសាបូជារួមគ្នាបើគម្រោងបើទិវាសម្ដេចព្រះសង្ឃរាជជួនណាតបើគម្រោងធ្វើពិធីបុណ្យប្រការបុណ្យកឋិនដើម្បីជួយតាមបណ្ដាវត្តគម្រោងធ្វើនៅមនុស្សធម៌និងសប្បុរសធម៌ជួយដល់ជនដែលរងគ្រោះដោយទុរភិក្សបើដោយខ្យល់ឬក៏ដោយរញ្ជួយផែនដីជាដើមបើលោកតំណាក់បានថាកិច្ចការខាងហ្នឹងបានធ្វើកិច្ចការខាងគម្រោងផែនការហ្នឹងណាបើគឺថាបានជួយដល់ពុទ្ធិកាសមាគមដូច្នេះខ្ញុំបណ្ដាក៏មានក្នុងនាមប្រធានពុទ្ធិកាសមាគមហ្នឹងគឺសូមសម្ដែងនៅសេចក្តីត្រេកអរហើយនឹងអនុមោទនាខ្លាំងក្លាណាស់ប៉ុន្តែដោយព្រះអង្គមានកិច្ចការរវល់នេះទៅក៏រវល់ស្លារៀនផងរវល់បង្រៀនផងរវល់កិច្ចការវត្តផងទៅណាក៏សូមផ្អាកបរិយាប៉ុន្តែក្រោយនឹងសូមបរតនាបន្តជួយទៀតជួយកិច្ចការរបស់ពុទ្ធិកាសមាគមពុទ្ធិកាសមាគមសង្ឃខ្មែរស្រុកអាមេរិកញាតិញោមពុទ្ធបរិស័ទក៏បានបង្កើតឡើងយើងបានធ្វើកិច្ចការជារៀងរាល់ឆ្នាំក្នុងដំណើរកិច្ចការគម្រោងផ្សេងហើយនឹងកិច្ចការសង្គមតំណាក់តំណងប្រសង់នៅក្នុងសហរដ្ឋអាមេរិកក៏ដូចជាអន្តរជាតិពុទ្ធិកាសមាគមសង្ឃខ្មែរសហរដ្ឋអាមេរិកយើងក៏មានកិត្តិយសភាពមួយយើងក៏បានធ្វើពិធីបុណ្យមហាសកបូជាព្រះអង្គក្នុងសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំដោយការជួបជុំព្រះសង្ឃក្នុងមួយឆ្នាំហើយការធ្វើបុណ្យមហាសកបូជាហ្នឹងគឺមានការរួបរวมគ្នាបានច្រើនណាស់ព្រះសង្ឃនៅក្នុងសហរដ្ឋអាមេរិកផងព្រះសង្ឃមកពីរាជាណាចក្រកម្ពុជាផងព្រះសង្ឃមកពីកម្ពុជាក្រមទៀតបានរាប់រយអង្គដឹងប្រមាណ100អង្គណាធានាមកដើម្បីចូលរួមពិធីបុណ្យហ្នឹងមហាសកបូជាហ្នឹងឲ្យសូបត្រៃវិដករួមគ្នាហើយយើងរហូតដល់បានចូលរួមវិសាខបូជានៅក្នុងសេតវិមាននៅក្នុង Washington DC ទៀតអាត្មាភាពបានទៅម្ដងដែរបានទៅម្ដងនៅក្នុងសេតវិមានហ្នឹងបុណ្យវិសាខបូជាដែលតំណាងពុទ្ធសាសនា3និកាយ3និកាយហ្នឹងគឺថេរវាទយើងណាថេរវាទហ្នឹងគឺមានប្រសង់ថៃភូមាស្រីលង្កាហើយមហាយានមានចិនមានកូរ៉េមានវៀតណាមជាដើមហ្នឹងវិជ្ជរយានមានទីបេជាដើមហ្នឹងគឺ3និកាយហ្នឹងគឺយើងបានធ្វើវិសាខបូជារួមគ្នានៅក្នុងសេតវិមាននៅក្នុងសម័យប្រធានាធិបតីលោកជូបៃដិនប៉ុន្តែដល់ឆ្នាំនេះដូចស្ងាត់សម័យលោកត្រាំហ្នឹងសម័យលោកតាត្រាំដូណាល់ត្រាំហ្នឹងណាវិសាខបូជានៅក្នុងសេតវិមានដូចស្ងាត់មិនដឹងតើបានចូលធ្វើដែរឬអត់ប៉ុន្តែពុទ្ធិកាសមាគមសង្ឃខ្មែរយើងនឹងរៀបចំធ្វើវិសាខបូជានៅ Washington DC កន្លែងគេហៅអីកន្លែងវិមានជ័យចំណាស់ខ្ពស់ហ្នឹងបាទនឹងត្រៀមធ្វើនៅទីនោះហើយនឹងបុណ្យមហាសកបូជានៅឆ្នាំនេះនៅវត្ត Fresno ពុទ្ធសាសនារង្សីថ្ងៃទី23 24 25ថ្ងៃទី1មហាសន្និបាតព្រះសង្ឃថ្ងៃទី2សូបត្រៃវិដកហើយថ្ងៃទី3ដង្ហែមហាវិសាខបូជាព្រោះអញ្ចឹងណាបានដែលគុណបណ្ឌិតបានលើកឡើងអញ្ចឹងសូបត្រៃវិដកធ្វើម៉េចឲ្យមានការសូត្រហ្នឹងបន្តិចបានណាបញ្យល់បានច្រើនណាបញ្យល់ញោមមិនមែនអត់បញ្យល់ទេមានថាលោកដែលឆ្លៀវឆ្លាតខាងអត្តកវុឌ្ឍធម្មកវុឌ្ឍខាងអដ្ឋកថាបិដកហ្នឹងលោកបញ្យល់ឆ្នាំនេះយើងដាក់ប្រវិន័យគឺថាអង្គណាបញ្យល់ប្រវិន័យអង្គណាបញ្យល់ប្រសូតអង្គណាបញ្យល់ប្រាវិធម្មគឺយើងបានបែងនៅក្នុងកម្មវិធីសូបត្រៃវិដកហើយនៅក្នុងប្រទេសឥណ្ឌាដែលពុទ្ធិកាសមាគមសង្ឃមែនសហរដ្ឋអាមេរិកហ្នឹងគឺយើងបានទទួលការរៀបចំសូបត្រៃវិដកជាអន្តរជាតិ2ឆ្នាំលើកទី18 19ឆ្នាំ2023និង2024រួចហើយហ្នឹង10ថ្ងៃបានសម្រេចជោគជ័យដែលមានប្រសង់ពុទ្ធបរិស័ទចូលដល់រាប់ម៉ឺនអង្គនឹងរូបដែលញាតិញោមពុទ្ធបរិស័ទប្រសង់ខ្លះបាននិមន្តអញ្ជើញទៅឃើញហើយមានប្រសង់ធិរវាទមាន
ចំនួន12ប្រទេសដែលចូលរួមក្នុងពិធីសូត្របត្រៃពិដកអន្តរជាតិហ្នឹងហើយមហាយានខ្លះតិចតួចទៅភាគច្រើនថេរវាទហើយក្នុងការសូត្រនឹងសូត្របល័យសូត្របល័យមែនសូត្រក្នុងបល័យហ្នឹងគឺចែកនៅក្នុងអាត្មាភាពសូមឆ្លៀតឱកាសដើម្បីលើកឡើងកន្លែងនេះបន្តិចក្នុងឱកាសដែលសូត្របត្រៃពិដកអន្តរជាតិជាភាសាបាលីហ្នឹងគឺគេដាក់វេនដាក់វេនហ្នឹងគឺក្នុងមួយវេននៃថ្ងៃទី1អញ្ចឹងត្រូវវេនកម្មប្រសង់កម្ពុជាឬក៏វេនកម្ពុជាគឺប្រសង់កម្ពុជាហ្នឹងកាន់មីក្រូដើម្បីដឹកនាំសូត្របាលីតាមសំនៀងខ្មែរយើងហើយប្រសង់ថៃភូមាស្រីលង្កាបង់ក្លាដេសឥណ្ឌាឥណ្ឌូនេស៊ីហ្នឹងគេសូត្រតាមយើងគេសូត្រសំនៀងយ៉ាងម៉េចតាមបានឬបានទេប៉ុន្តែគេមានបាលីជាឡាតាំងមានបាលីជាភាអក្សរភាសារបស់គេព្រោះអញ្ចឹងណាហើយគេសូត្រអញ្ចឹងឧទាហរណ៍អេវមេសតាំងអេកាំងសមយ៉ាងចឹងកាយើងថាកុសលាធម្មាគេធម្មាទៅគេអញ្ចឹងណាដូច្នេះសូត្រហើយដល់ថ្ងៃទី2ត្រូវវេនស្រីលង្កាវេនប្រសង់ស្រីលង្កាគេដឹកនាំកាន់មីក្រូសូត្រតាមបាលីស្រីលង្កាទៅយើងសូត្រតាមអញ្ចឹងទៅដល់វេនដល់ទី3ត្រូវភូមិអញ្ចឹងគេដឹកនាំអញ្ចឹងនៅក្នុងក្រមពោធិព្រឹកដែលញាតិញោមបានទៅឃើញហ្នឹងគឺរាប់ពាន់អង្គសូត្រនៅក្នុងពេលព្រឹកម៉ោង8រហូតដល់ម៉ោង10កន្លះរសៀលម៉ោង1រហូតដល់ម៉ោង5ល្ងាចអញ្ចឹងណាការសូត្រហើយក្នុងបណ្ដា12ប្រទេសហ្នឹងគឺមានតង់រោងពីដណ្ដប់តង់ជុំវិញកន្លែងពុទ្ធចេតិយកន្លែងព្រះអង្គត្រាស់ដឹងទៀតគឺថាប្រសង់រោងខ្មែរមួយទៀតយើងសូត្រតែខ្មែរសុទ្ធទៅហើយដល់រោងភូមាប្រសង់ភូមាភូមាសូត្រភូមាទៅស្រីលង្កាប្រសង់នឹងពុទ្ធបរិស័ទស្រីលង្កាគេសូត្រជាបាលីបែបលង្កាទៅហើយក្នុងរោងនីមួយហ្នឹងគឺមានតួនាទីយ៉ាងម៉េចក្នុងរោងខ្មែរយើងគឺក្នុងការសូត្រក្នុងមួយ45នាទី1ម៉ោងឈប់ម្ដងឈប់15នាទីក្នុង1ម៉ោងឈប់15នាទីដូច្នេះហើយក្នុងការដែលពេលឈប់ហ្នឹងមានលោកដែលចេះដឹងផ្នែកខាងបៃដកហ្នឹងប្រសង់ខ្មែរយើងចេះបៃដកហ្នឹងគឺឡើងបញ្យលឡើងបញ្យលជាភាសាខ្មែរដល់ប្រសង់ពុទ្ធបរិស័ទខ្មែរយើងស្ដាប់ស្ដាប់បញ្យលនៅក្នុងហ្នឹងហើយដល់ពេលរោងស្រីលង្កាគេអញ្ចឹងដែរគេសូត្របាលី1ម៉ោង2ម៉ោងទៅក្នុងគេចំណាយពេលកន្លះម៉ោងអញ្ចឹងគេបញ្យលជាភាសាស្រីលង្កាដល់ប្រសង់ពុទ្ធបរិស័ទគេស្ដាប់ទៅនៅក្នុងវិន័យក្នុងបិដកក្នុងវិសុទ្ធអវិធម្មអញ្ចឹងណាទៅតាមជាតិសាសន៍នីមួយចំណែកខាងនៅជុំវិញកន្លែងក្រមដើមពោធិព្រឹកហ្នឹងដែលរាប់ពាន់មនុស្សរាប់ពាន់ទាំងប្រសង់រាប់ពាន់អ្នកហ្នឹងគឺកន្លែងហ្នឹងគឺរួមគ្នាពេលដែលចប់1ម៉ោង2ម៉ោងទៅគឺមានវាខ្មែរយើងដែលជាអ្នកទទួលបន្ទុកហ្នឹងគឺយើងគឺថាប្រសង់នោះគឺលោកចេះអង់គ្លេសគឺថា MC ហ្នឹងនិយាយខ្មែរបកប្រែទៅអង់គ្លេសនិយាយខ្មែរបកប្រែទៅអង់គ្លេសហើយដល់ពេលបញ្យលបត្រៃវិដកហ្នឹងគឺតួនាទីខ្មែរយើងដែលជាម្ចាស់ផ្ទះគ្រប់គ្រងហ្នឹងគឺបញ្យលបៃដកហ្នឹងជាភាសាអង់គ្លេសដល់ប្រសង់ដល់ពុទ្ធបរិស័ទឯទៀតហ្នឹងស្ដាប់ដូច្នេះយើងរកបើនិយាយជំនាញណាការរៀបចំហ្នឹងគឺយើងជំនាញគណៈកម្មការ23ក្រុមមានខាងសាសនាវិធីខាង MC ខាងបកប្រែខាងអីហ្នឹងគឺលោកអាចមានសមត្ថភាពបកប្រែខាងបិដកហ្នឹងជាភាសាអង់គ្លេសទៅដល់អន្តរជាតិស្ដាប់អញ្ចឹងណាហើយដល់ពេលយប់ទៀតដល់ពេលរាត្រីម៉ោង7រហូតដល់ម៉ោង9គឺមានកម្មវិធីធម្មវិសេសទេសនាកម្មវិធីថតទេសនាបើយើងទេសនាភាសាខ្មែរគឺត្រូវមានបកទៅភាសាអង់គ្លេសរហូតដល់យប់ទេសនាអំពីបត្រៃវិដកនឹងឯងហើយបើភាសាខ្លះទៅលោកស្រីលង្កាខ្លះទៅភូមាខ្លះលោកអាកាំងលោកអង់គ្លេសទៀតដូចជាថេរវាទហ្នឹងលោកទេសនាភាសាអង់គ្លេសទៅដូច្នេះមានការបកស្រាយដែរញោមណាមិនមែនត្រឹមតែសូត្របាលីទៅទេនៅក្នុងពិធីសូត្រហើយយើងឃើញថាសន្ទុះនៃការសូត្របត្រៃវិដកហ្នឹងគឺមានអត្ថប្រយោជន៍ដល់អន្តរជាតិដល់ពុទ្ធសាសនាខ្លាំងណាស់ពីដើមឡើយគឺមានតែ200-300នាក់ទេចូលរួមសូត្រតាំងពី9 ដល់ 10ឆ្នាំមុនហើយដល់លោកស្រីវ៉ាងម៉ូគាត់ក៏បានផ្ដើមសូត្ររាល់ឆ្នាំរហូតដល់ឡើងពាន់រហូតដល់ឡើងរាប់ម៉ឺននាក់តែចាស់ចូលរួមហើយឆ្នាំ2025ចុងខែ12នេះត្រូវឥណ្ឌាជនជាតិឥណ្ឌាជាម្ចាស់ផ្ទះសូត្រគេបំរុង
ថាក្នុងពិធីសូត្រហ្នឹងឡើងរហូតដល់20000អង្គនឹងរូបណាព្រោះនាច្រើនបើនាច្រើនដូច្នេះហើយញាតិញោមពុទ្ធបរិស័ទហ្នឹងមានសទ្ធាជ្រះថ្លាហើយដើម្បីញ៉ាំងពុទ្ធសាសនាសំលេងកងរំពងនៃពុទ្ធវចនៈបត្រៃវិដកហ្នឹងដែលបាត់បង់ជាង700ឆ្នាំញោមគួរឲ្យសង្វេគណាបើបត្រៃវិដកហ្នឹងគឺថាសំលេងសូត្រធម៌ដែលជុំវិញទីកន្លែងព្រះអង្គត្រាស់ដឹងហ្នឹងគឺត្រូវសាបសូន្យបាត់បង់700ឆ្នាំដោយតមិលដោយសាសនាដទៃទៀតហ្នឹងគេការបៀតបៀនធ្វើឲ្យយើងបាត់បង់ទីកន្លែងការគោរពបូជាហ្នឹងបើដូច្នេះហើយឃើញថាសន្ទុះនៃការសូត្របត្រៃវិដកហ្នឹងធ្វើឲ្យការចាប់អារម្មណ៍នៃប្រជាជាតិដែលកាន់ពុទ្ធសាសនាពិភពលោកទាំងមហាយានទាំងវិជ្ជរាយានទាំងថេរវាទហ្នឹងចូលមកការគោរពបូជាជឿពុទ្ធសាសនាកាន់តែខ្លាំងបើហើយមិនត្រឹមតែប៉ុណ្ណោះទេគឺយើងបានពុទ្ធិកាសមាគមសង្ឃខ្មែរបានចូលរួមជាមួយនឹងក្រុមប្រឹក្សាសួរបត្រៃវិដកហ្នឹងដើរធម្មយាត្រាផ្សាយពុទ្ធសាសនាអស់3ខែទៀតបើដើរនៅក្នុងប្រទេសឥណ្ឌាភាគខាងជើងខាងត្បូងហើយហ្នឹងផ្សាយពុទ្ធសាសនាអីហ្នឹងដើម្បីធ្វើម៉េចកោះកបកាយពួកឥណ្ឌាហ្នឹងឲ្យកាន់ពុទ្ធសាសនាណាឥឡូវគឺបានមិនមែនបានច្រើនបានចេះបណ្ដើឡើងដូច្នេះហើយយើងខំប្រឹងប្រែងកសាងផ្សាយពុទ្ធសាសនាទាំងនៅក្នុងប្រទេសរបស់យើងកម្ពុជាក្រមផងយើងផ្សាយពុទ្ធសាសនាបដោះនៅក្នុងសហរដ្ឋអាមេរិករហូតដល់ក្នុងអន្តរជាតិក្នុងពិភពលោកដើម្បីឲ្យញ៉ាំងពុទ្ធសាសនាដែលយើងសូត្រថាសូមឲ្យពុទ្ធសាសនាផ្សាយពីពេញក្នុងពិភពលោកហ្នឹងណាដូច្នេះដោយការខំប្រឹងប្រែងរបស់ញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាព្រោះដូច្នេះហើយពុទ្ធជាម្ចាស់ថាអ្វីដែលយើងធ្វើបានសម្រេចគឺញាតិញោមបួសរៀនសូត្រក្តីកសាងវត្តអារាមក្តីរស់ស៊ីក្តីអីទាំងអស់ហ្នឹងគឺមានធម៌4យ៉ាងនឹងអាចបានសម្រេចទី1ឆន្ទៈបើសេចក្តីស្រឡាញ់ពេញចិត្តវត្ថុបំណងនៅអ្វីមួយដែលយើងធ្វើយើងបដិបត្តិទី2វិរិយៈគឺថាមានសេចក្តីព្យាយាមញោមរស់ស៊ីអញ្ចឹងណាបើអត់ព្យាយាមខ្ជិលទៅមិនបានលុយកាក់មកបានចម្រើនមករៀនសូត្រក៏អញ្ចឹងដែរបើថាមិនខំប្រឹងព្យាយាមធ្វើមិនបានជាប់បានសញ្ញាបត្រទី3ចិត្តៈប្រែថាចិត្តតម្កល់នឹងកាលណាយើងពេញចិត្តនឹងការងារអ្វីធ្វើការអីគុំបោះបង់ព្រោះចិត្តនឹងឲ្យនឹងកុំឲ្យអរេករកកុំឲ្យដែនដងបាត់អីទៅបញ្ជឿជាអូត្រូវគេឃោសនាត្រូវគេថាអញ្ចឹងណាដូចជាយើងក្នុងវត្តអារាមប្រសង់ដឹកនាំអញ្ចឹងការញាតិញោមខ្លះរីគុណថាអីចឹងទៅមិនបានប្រយោជន៍អីធ្វើប្រោហៀមិនបានប្រយោជន៍អីចឹងកាលអង្គខ្លះលោកចិត្តស្រាលខឹងបើក្រេវក្រត់ឈប់ធ្វើទៅគេណាវាអត់បានសម្រេចទេដូច្នេះទី3ហ្នឹងគឺត្រូវតម្កល់ចិត្តឲ្យនឹងរឿងប៉ឹងហើយទី4វិជ័យកិច្ឆាបើទី4បើឆន្ទៈវិរិយៈចតៈវិមង្សាហ្នឹងគឺមានបញ្ញាពិចារណាដល់ពិសោធន៍មើលក្នុងការខុសត្រូវក្នុងការខុសត្រូវក្នុងការដែលញាតិញោមរៀនសូត្រអញ្ចឹងញាតិញោមមានមុខជំនួយជាដើមណាបើអត់មានវិមង្សាបត់ពិសោធន៍បញ្ញាទេធ្វើមិនចេញហើយនឹងការកសាងវត្តអារាមបរិជ្ជគុណណាខ្ញុំណាសរសើរណាគឺថាលោក2អង្គក្តីប្រសង្ឃទៀតលោកមានវិមង្សាបបដល់ពិសោធន៍បញ្ញាពិចារណាគិតគូរជាមួយនឹងគណៈកម្មការទៅធ្វើយ៉ាងម៉េចបើធ្វើម្នាក់ឯងអត់បានទេគឺថាធ្វើអ្វីគឺថាត្រូវឲ្យមានចង្កូមឲ្យមានក្រុមអញ្ចឹងណាឲ្យមានក្រុមទើបបានសម្រេចយើងមានការបញ្ចេញមតិការយល់យោបល់និងបញ្ញារួមគំនិតគ្នាទៅអ្វីលោកថានឹងបានសម្រេចនៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអញ្ចឹងញាតិញោមណាឲ្យចាំណាញោមខាងរកស៊ីបើការងារហ្នឹងទី1ឲ្យចាំទី1ឆន្ទៈឆន្ទៈទី1សេចក្តីពេញចិត្តវត្ថុបំណងទី2វិរិយៈសេចក្តីព្យាយាមទី3ចិត្តតាស់តម្កល់ចិត្តឲ្យនឹងល្អទី4វិមង្សាគឺប្រើប្រាជ្ញាបត់ពិសោធន៍ឲ្យបានល្អប្រសើរញោមណាអញ្ចឹងអាត្មាភាពសូមតែងធរទេសនាក្នុងពេលរាត្រីនេះលំមសង្ខេបប៉ុណ្ណឹងចុះណាលំមបញ្ចប់ដឹងខអីខ្លះទេណាតាំងពីដើមមកណាដូច្នេះជាពិសេសសង្កត់ទៅលើប្រយោជន៍របស់អ្នកបួសហើយនឹងគុណសម្បត្តិគុណវិបត្តិរបស់អ្នកបួសបញ្ចប់ពធទេសនាតែប៉ុណ្ណេះសូមឧទ្ទិសប្រមូលកុសលផលបុណ្យដែលកើតតាំងពីធម្មទាននេះឧទ្ទិសថ្វាយប្រគេនដល់ព្រះបជាមេត្តាបិតាទាំងអស់ដែលបានចែកឋានទៅសូមអនុមោទនាបុណ្យកុសលនេះហើយក៏សូមប្រគេនពរដល់ព្រះរាជគុណព្រះបណ្ឌិតព្រះរាជគុណព្រះបណ្ឌិតអុកសវណ្ណព្រះរាជគុណស៊ីវត្ថាព្រះរាជគុណរដ្ឋមនី
បើជាប្រជាតការវត្តនិងជាក្រុមប្រឹក្សានៃវត្តព្រះសង្ឃគ្រប់ព្រះអង្គចម្រើនពរជូនពរដល់ញោមញាតពុទ្ធបរិស័ទទាំងឡាយសូមបានប្រកបដោយពរទាំង5ប្រការអាយុវណ្ណៈសុខៈពលៈបើនឹងបដិធានៈប្រាថ្នាយ៉ាងណាយ៉ាងណាអិចិតាំងបតិតាំងទុំហង្ខិពមេវសមិយតោសូមសេចក្តីប្រាថ្នារបស់ញោមញាតពុទ្ធបរិស័ទទាំងឡាយនោះសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាអាយ៉ាងសង្ឃេពេនសមតាការសម្ដែងធម៌ទេសនាសូមសន្មតបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង